អាយុសួស្តីទាំងអស់គ្នាខ្ញុំបាទសិតប៊ីលឺសលេងខ្ញុំទៀតហើយអញ្ចឹងនេះខ្ញុំមិនលេយកជាមួយនឹងសាររឿងថ្មីមួយយកមកជួយអ្នកទាំងអស់គ្នាឲ្យបានទស្សនាហើយនេះក៏ជាជួអបបន្តផងដែរសម្រាប់គ្នាយើងណាដែលចង់ឧបត្ថម្ភមកកាន់អ្នកមានបន្តទៀតណាអរគុណច្រើនដែលចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាបាយីគឺជាមេក្រុមដ៏ពូកែមួយរូបនៃក្រុមអ្នកខ្លាំងដែលមានឈ្មោះថា Snow ទេវៈដោយសារតែពិភពលោកសពថ្ងៃគឺពោពេញទៅដោយមន្តអាគមបានធ្វើឲ្យពួកបិសាចនិងរូងភ្នំកំណាចលេចឡើងហើយក៏មានមនុស្សមួយចំនួនដូចជាបាយីទទួលបានកម្លាំងពិសេសផងដែរក្រុមរបស់គាត់គឺជាក្រុមដែលខ្លាំងជាងគេបំផុតហើយឥឡូវនេះពួកគេក៏កំពុងតែចេញបំពេញបេសកកម្មដើម្បីទៅសម្លាប់ស្ដេចបិសាចមួយក្បាលដែលមានឈ្មោះថា Belphegor បិសាច Belphegor នេះគឺមិនមែនល្មមទេបាទវាគឺជាបិសាចកម្រិត S ដែលមានធាតុទាំង5នៅក្នុងខ្លួនពិបាកនៅក្នុងការបដូរវាណាស់បាយីនិងក្រុមរបស់គាត់ក៏បានទទួលការចង្អុលបង្ហាញអំពីព្រះពេលទៅដល់ក្នុងរូងភ្នំភ្លាមបាយីក៏បានស្រែកប្រាប់កូនក្រុមថាតោះចាប់ផ្ដើមហើយនេះគឺជារូងភ្នំបិសាចកម្រិតខ្ពស់ទី100ដែលពួកគេបានមកជួបកូនក្រុមរបស់គាត់មានដូចជា Ling Yi, Han, Xiu Ling និង Lucian ដោយសារតែគេដឹងថាបេសកកម្មនេះវាពិបាកខ្លាំងវាត្រូវបានចាត់ថ្នាក់ជាកម្រិត L គឺកម្រិតខ្ពស់បំផុតប៉ុន្តែគ្រប់គ្នាក្នុងក្រុមបែរជាសប្បាយចិត្តទៅវិញព្រោះពួកគេត្រូវបានសន្យាថាបើចប់ការងារមួយនេះនឹងបានទៅដើរលេងវិសមកាលពួកគេសហការគ្នាបានយ៉ាងល្អឥតខ្ចោះវាសម្រុកទៅលើពួកបិសាចបាយីគឺជាអ្នកនាំមុខគេកាប់ពួកបិសាចដាច់កងយ៉ាងស្រួលព្រោះសមាជិកក្រុមទាំងអស់សុទ្ធតែជាអ្នកជើងខ្លាំងកម្រិត L តែមួយផ្លែសហ្នឹងពួកគេក៏អាចសម្អាតរូងភ្នំនេះបានយ៉ាងស្អាតហើយសម្លាប់ស្ដេចបិសាច Belphegor បានសម្រេចគ្រប់គ្នាក៏បាននិយាយថាអូវាពិតជាស្រួលខ្លាំងមែនទែនប៉ុន្តែ Lucian ហាក់ដូចជាមិនអស់ចិត្តគាត់មានអារម្មណ៍ថាវាស្រួលពេកសម្រាប់បេសកកម្មកម្រិត L បែបនេះហើយបាយីក៏បានយល់ឃើញដូចគ្នាដែរតាមព័ត៌មានដែលទទួលបានស្ដេចបិសាចគួរតែមានជំនាញលាក់កំបាំងមួយទៀតខណៈដែលបាយីកំពុងតែឈរគិតនឹងលីងយីក៏បានមកអោបគាត់ពីក្រោយហើយបានសួរថាតើយើងនឹងរៀបចំពិធីជួបលៀងទេបាយីរៀងធុញក៏រុញនាងចេញហើយប្រាប់គ្នាថាតោះទៅហូបបាយល្ងាចនៅកន្លែងប្រចាំរបស់ពួកយើងហានឃើញចឹងក៏បាននិយាយលេងសើចថាមេក្រុមមិនចេះឆ្លៀតឱកាសសោះស្រាប់តែពេលនោះពួកគេក៏បានចាប់អារម្មណ៍បាត់សមាជិកម្នាក់ហ្នឹងគឺមិនដែលមកជួយវេនោះទេហើយក៏មិនដឹងបាត់ទៅណាដែរតែក្រុមគឺមិនសូវខ្វល់ឡើយព្រោះការងារក៏បានចប់ហើយភ្លាមនោះវាក៏បានលេចមកពីក្រោយពួកគេហើយនិយាយថាចាប់ផ្ដើមប្រតិបត្តិការបោះសម្អាតសំជ័យគេវាយមួយថ្ងៃវាទៅមកចាប់ផ្ដើមគ្រាន់ថាជាប់ភ្លាមនោះស្រាប់តែហានត្រូវគ្រាប់បាញ់ចំក្បាលស្លាប់ភ្លាមមួយរំពេចគ្រប់គ្នាភ័យរន្ធត់ជាខ្លាំងពេលឃើញតាហានដេកស្លាប់ទាំងក្បាលបែកឈាមពេញឥតពេលដែលគ្រប់គ្នាកំពុងតែស្លន់ស្លោនោះអាជនក្បត់ក៏បានប្រាប់ថាវាបានទទួលបញ្ជាអំពីព្រះឲ្យមកសម្លាប់ពួកនេះចោលទាំងអស់បាយីព្យាយាមកំរើកខ្លួនតែធ្វើឲ្យមិនបានសោះជាក្បត់នោះសារភាពថាវាបានលួចដាក់ម្សៅថ្នាំស្ពឹកក្នុងអាហារពេលព្រឹកឲ្យពួកគេស៊ីមួយខែមកហើយបន្ទាប់មកវាក៏បានប្រើជំនាញវ៉វេទមន្តមករឹតចងសមាជិកដែលនៅសល់វាប្រាប់ថាវាត្រូវរៀបចំផែនការឲ្យល្អិតល្អន់ដើម្បីសម្លាប់ក្រុមខ្លាំងបែបនេះបាយីនិងអ្នកផ្សេងទៀតក៏បានសួរទាំងឈឺចាប់ថាហេតុអីបានជាឯងក្បត់ពួកយើងវាក៏ឆ្លើយយ៉ាងក្អិតក្តមនេះគឺជាបញ្ជារបស់ព្រះត្រូវកម្ចាត់អ្នកខ្លាំងកម្រិត L ចោលវារឹតវ៉កាន់តែខ្លាំងធ្វើឲ្យពួកគេស្រែកដោយការឈឺចាប់និងក្អួតឈាមរហូតដល់សន្លប់បាយីនៅតែសួរថាហេតុអីពួកយើងមិនដែលធ្វើអ្វីខុសផងមិនដែលឆ្លងបន្ទាត់ក្រហមដែលសមនឹងស្លាប់នោះទេជួនក្បត់នោះក៏បានប្រាប់វិញព្រះមិនត្រូវការហេតុផលដើម្បីសម្លាប់ពួកឯងទេវាដើមមកចិត្តបាយីរួចក៏បានច្បាច់កគាត់ហើយដល់ទម្លុះទ្រង់របស់គាត់បាយីស្លាប់ទាំងការឈឺចាប់និងគុំគួនបំផុតព្រោះគាត់មិននឹកស្មានថាមនុស្សដែលគាត់ទុកចិត្តដូចជាគ្រួសារបើជាមកក្បត់គ្នាបែបនេះសោះក្រុមមួយនេះបើរួមសុខរួមទុក្ខជាមួយនឹងគ្នាអស់រយៈពេល10ឆ្នាំមកហើយគឺស្អិតល្មួតដូចតាំងម៉ែទើតែមិនអាចបំបែកបានអាជនក្បត់នោះវាបានសោយចំអកឲ្យបាយីឯនេះគឺឆោតណាស់វាប្រាប់ថាវាគ្មានដែរចាត់ទុកពួកគេគឺជាបងប្អូនស្អីនោះទេតាំងពីថ្ងៃដែលវាចាប់ផ្ដើមចូលក្រុមមកគឺដើម្បីតែធ្វើការឲ្យព្រះប៉ុណ្ណោះនិយាយរួមទៅបាយីនិងក្រុមរបស់គាត់គ្រាន់តែជាកូនអុកសម្រាប់ឲ្យគេប្រើប្រាស់វាចូលមកនៅក្នុងក្រុមនេះដើម្បីតាមដាននិងសិក្សាពីពួកគេហើយវាគឺពិតជាពូកែសម្ដែងខ្លាំងណាស់ទីបំផុតបាយីនិងគ្នាបានអស់កម្លាំងពីខ្លួនរលំដួលទៅលើដីអាជនក្បត់នោះក៏បានឈរពីលើហើយបញ្ចប់ជីវិតបាយីដោយបាញ់មួយគ្រាប់ចំក្បាលនៅថ្ងៃនោះគឺថ្ងៃទី22ខែឧសភាឆ្នាំ2125បាយីនិងក្រុមអ្នកចម្បាំងកម្រិត L ត្រូវបានគេសម្លាប់ចោលទាំងអស់សាកសពរបស់ពួកគេបានដេកពេញនៅលើដីឯអាជនក្បត់វិញដើរចេញយ៉ាងរំភើយដើម្បីទៅដើរលេងវិសមការរបស់វាពេលដែលវិញ្ញាណរបស់បាយីកំពុងតែរសាត់ទៅស្រាប់តែគាត់បានឮសំឡេងមួយហៅឲ្យធ្វើកិច្ចព្រមព្រៀងគាត់ភ្ញាក់ព្រឹត្ត
ពេលឃើញខ្លួនឯងជាប់ច្រវាក់នៅកន្លែងប្លែកមួយនៃប្រមុខគាត់មានបរិសម្នាក់ពាក់អាវខ្មៅបញ្ចេញពន្លឺងងឹតបាយីសម្លឹងមើលច្បាស់ទើបដឹងថាគឺជាស្ដេចបិសាច Belphegor សោះក៏ឆ្ងល់ថាអាមួយនេះវាងាប់ហើយតើមិនក៏វានៅរស់វិញ Belphegor សោចចំអកឲ្យបាយីថាស្ដេចបិសាចកម្រិតខ្ពស់មិនងាប់ស្រួលអញ្ចឹងទេវើយឥឡូវនេះពួកគេនៅក្នុងដែនព្រលឹងរបស់វាដែលជាកន្លែងធម្មពលជីវិតរបស់វានៅសេសសល់បាយីធុញនឹងស្ដាប់វាលោឡាខ្លាំងក៏បានកាត់ថាមានការស្អីនិយាយឲ្យត្រង់មកឃើញបាយីខំស្ដេចបិសាចក៏ស្នើកិច្ចព្រមព្រៀងភ្លាមវាប្រាប់ថាជំនាញសម្ងាត់របស់វាគឺការបង្វិលពេលវេលាវាប្រាប់បាយីវាអាចបញ្ជូនគាត់ត្រឡប់ទៅកាន់អតីតកាលវិញដើម្បីកែប្រែប្រវត្តិសាស្ត្រគ្រាន់តែនឹកឃើញទៅដល់ពេលដែលក្រុមរបស់គាត់ត្រូវគេសម្លាប់បាយីគឺមិនស្ទាក់ស្ទើរនោះទេគាត់ក៏បានយល់ព្រមភ្លាមភ្លើងកំហឹងឆាបឆេះនៅក្នុងចិត្តគាត់ស្បត់ថានឹងត្រឡប់ទៅសម្លាប់អាជនក្បត់នោះនឹងព្រះដែលបញ្ជាមកតែបិសាចគឺពេញចិត្តខ្លាំងណាស់ក្រៅអំពីការជួយវាថែមទាំងឲ្យកាដូពិសេសមួយទៀតគឺបេះដូងរបស់ Belphegor បាយីចង់សួរថាហេតុអីក៏ឯងល្អខ្លាំងម្ល៉េះប៉ុន្តែមិនទាន់បានចម្លើយផងនឹងគាត់ក៏ត្រូវបានគេបញ្ជូនចេញទៅបានពេលបាក់ភ្នែកឡើងវិញក៏ស្រាប់តែឃើញខ្លួនឯងនៅក្នុងថ្នាក់រៀនហើយគ្រូរបស់គាត់គឺមានឈ្មោះថាហួងកំពុងឈរស្រែកដាក់គាត់បាយីបានត្រឡប់មកឆ្នាំ2105វិញហើយគឺ20ឆ្នាំមុននេះគឺជាពេលបាយីនៅរៀនវិទ្យាល័យនៅឡើយមុនពេលដែលគាត់ទទួលបានកម្លាំងពិសេសបាយីឆ្ងល់ណាស់មិននឹកស្មានថាបានមកដល់កាលមែនតែនបែបនេះសោះអ្នកគ្រូស្ដីបន្ទោសគាត់ដែលលួចដេកនៅក្នុងថ្នាក់ជាពិសេសគឺគៀកនឹងថ្ងៃពិសេស Awakening ទៀតដើម្បីពិន័យអ្នកគ្រូបញ្ជាឲ្យគាត់ទៅឈរនៅក្រោយថ្នាក់ទាំងនៅឆ្ងល់គាត់ក៏បានដើរទៅក្រោយយឺតភ្នែកសម្លឹងមើលមិត្តរួមថ្នាក់ដែលគាត់មិនបានជួបជិត20ឆ្នាំមកហើយអ្នកគ្រូបន្តបង្រៀនដោយពន្យល់អំពីធាតុទាំង5គឺផ្លេចបន្ទោផ្កាពពកនុយក្លេអ៊ែរនិងផ្កាយមនុស្សម្នាក់អាចមានធាតុតែមួយប៉ុណ្ណោះអ្នកគ្រូក៏បានលើកខ្លួនឯងជាឧទាហរណ៍ថាគាត់មានធាតុពពកដែលវាពិតជាកម្រមានបន្ទាប់មកក៏បានប្រាប់ទៀតថាធាតុទាំងនោះចែកចេញជា3ប្រភេទគឺប្រភេទប្រយុទ្ធប្រភេទគាំទ្រនិងប្រភេទពិសេសក្រុមនីមួយៗត្រូវមានធាតុទាំង5នេះបំពេញតួនាទីឲ្យគ្នាទៅវិញទៅមកឧទាហរណ៍ដូចជាក្រុមខ្លាំងប្រចាំសាលាមានអ្នកលេងវេទមន្តផ្កាយមានអ្នកចម្បាំងពពកអ្នកចម្រៀងនុយក្លេអ៊ែរនិងឃាតករផ្លេចបន្ទោអ្នកគ្រូសរសើរសើទៅនោះថាពូកែហើយប្រាប់ថាថ្ងៃភ្ញាក់រលឹកគឺជាថ្ងៃសំខាន់បំផុតនៅក្នុងជីវិតគាត់ថាមានអាជីពអ្នកភ្ញាក់រលឹកជិត100ប្រភេទដែលគេចាត់ទុកពីទាបទៅខ្ពស់គឺថ្នាក់ធូលីថ្នាក់ខ្ជុងថ្នាក់នរោនិងខ្ពស់បំផុតគឺថ្នាក់ឋានសួគ៌សិស្សម្នាក់មានឱកាសតែម្ដងគត់នៅក្នុងការភ្ញាក់រលឹកឬក៏ Awakening ដើម្បីទទួលបានកម្លាំងពិសេសហើយអ្នកគ្រូបានប្រាប់ថាកម្រិតដែលពួកគេទទួលបាននោះនឹងកំណត់វាសនាអនាគតរបស់ពួកគេក្រោយពេលរៀនចប់សិស្សទាំងអស់ក៏ត្រៀមខ្លួននៅក្នុងការទៅភ្ញាក់រលឹកពេលនោះបាយីក៏បានទៅជួបមិត្តរួមថ្នាក់ម្នាក់ដែលគាត់ហៅថាអា4ភ្នែកឬក៏អាភ្នែក4ដោយសារតែគេគឺពាក់វ៉ែនតាអាភ្នែក4កំពុងតែត្រូវសិស្សកំហុសម្នាក់ឈ្មោះហុងសៀងសាងកំពុងធ្វើបាបអាហុងនឹងគឺជាឃាតករលំដាប់ផ្កាយអ៊ីអញ្ចឹងហើយបានជាវាល្បីនិងមានគ្នាច្រើនបាយីមិនឆ្ងល់នោះទេព្រោះដឹងចរិតអាហុងនឹងច្បាស់ណាស់វាតែងតែដើរធ្វើបាបគេឯងអញ្ចឹងមិនទាន់ទាំងបានធ្វើអីអាភ្នែក4ផងអ្នកគ្រូក៏បានដើរមកដល់គ្រូស្ដីឲ្យអាហុងថាសាលារៀនមិនមែនជាកន្លែងសម្រាប់មកធ្វើបាបគេឬជំរិតយកលុយគេទេអាហុងក៏បានឆ្លើយដោះសារទាំងក្អើតក្តមថាអាភ្នែក4នឹងវាបានដើមបុកខ្ញុំអ្នកគ្រូខ្ញុំគ្រាន់តែទារសំណងថ្លៃខូចខាតទេតើវាថែមទាំងហ៊ាននិយាយឌីលគ្រូទៀតបើមិនឃើញគ្រូស្អាតទេម្លេះវារកវិធីដេញគ្រូចេញបាត់ហើយគ្រូម៉ាក់នឹងនិយាយចប់វាក៏បានហៅប៉ាក់ពួកដើរចេញហើយច្រានបាយីមួយទំហឹងដើម្បីបើកផ្លូវបាយីមិនតតាំងជាមួយនឹងវានោះទេក៏បានងាកមកមើលអ្នកគ្រូដែលកំពុងតែសួរអាភ្នែក4អ្នកគ្រូហួងគឺជាគ្រូល្អម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះសិស្សទោះបីជាគាត់មើលទៅកាចបន្តិចក៏ដោយបាយីចាំបានថាការពិជាតិមុនអ្នកគ្រូហួងនេះហើយដែលបានជួយគាត់ច្រើនបន្ទាប់ពីគាត់ភ្ញាក់រលឹកភ្លាមនោះគេប្រកាសថាដល់វេនថ្នាក់របស់ពួកគេចូលបន្ទប់ភ្ញាក់រលឹកហើយក្នុងនាមជាគ្រូនិងដូចជាម្ដាយម្នាក់គាត់បានប្រាប់កូនសិស្សឲ្យរក្សាភាពស្ងប់ស្ងាត់នៅក្នុងពិភពលោកនេះមានវិធីភ្ញាក់រលឹក2យ៉ាងមួយគឺភ្ញាក់រលឹកដោយខ្លួនឯងដូចជាអាហុងដែលធ្វើឲ្យមានភាពអំនួតខ្លាំងការភ្ញាក់រលឹកបែបនេះកើតឡើងចំពោះអ្នកដែលមានរាងកាយរឹងមាំនិងមានការប៉ះទង្គិចផ្លូវចិត្តខ្លាំងមួយបែបទៀតគឺការភ្ញាក់រលឹកដោយបច្ចេកទេសចូលបន្ទប់ពិសោធន៍
សម្រាប់អ្នកដែលមានសក្តានុពលលាក់កំបាំងនៅក្នុងបន្ទប់នោះគេប្រើបច្ចេកវិទ្យាដើម្បីជំរុញអារម្មណ៍និងឈាមឲ្យពូកញ្ជ្រោលទើបអាចដាស់ធម្មពលឲ្យព្យាបាននេះគឺជាឱកាសតែមួយគត់ដើម្បីផ្លាស់ប្ដូរជីវិតមិត្តភក្តិខ្លះក៏បានចូលទៅមុននិងទទួលបានជំនាញល្អៗដូចជាជំនាញទឹកភ្នែកពណ៌ខៀវជាដើមទីបំផុតក៏ដល់វេនបាជីយើងហើយគ្រូក៏បានផ្ដាំឲ្យគាត់ប្រមូលអារម្មណ៍ឲ្យបានល្អបាជីក៏បានងូក្បាលហើយក៏បានដើរចូលទៅកាលពីជាតិមុនបាជីធ្លាប់ភ្ញាក់បានត្រឹមអ្នកចម្បាំងនុយក្លេអ៊ែរកម្រិត E គឺជាថ្នាក់ធូលីដែលចាត់ទុកថាអន់បំផុតកាលនោះគេមើលងាយគាត់មិនស្ទើរនោះទេទម្រាំតែគាត់ខិតខំប្រឹងប្រែងរហូតដល់ខ្លាំងខ្លាចជាកម្រិត S ពេលទៅដល់ខាងក្នុងបាជីស្មានថាគាត់ប្រហែលជាបានជំនាញអន់ដូចមុនទៀតហើយប៉ុន្តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលប្រព័ន្ធកុំព្យូទ័របង្ហាញសញ្ញា error ម៉ាស៊ីនចាប់បានថាគាត់គឺមានធាតុទាំង5នៅក្នុងខ្លួនបាជីមានអារម្មណ៍ក្តៅភីភីក្នុងខ្លួនខណៈដែលប្រព័ន្ធប្រាប់ថាគាត់ទទួលបានការភ្ញាក់រលឹកគ្មានដែនកំណត់ប្រព័ន្ធប្រាប់ទៀតថាគាត់អាចរើសយកថ្នាក់មួយណានៅក្នុងចំណោមធាតុទាំង5ធ្វើជាថ្នាក់ដំបូងហើយពេលណាគាត់វឹកហាត់ថ្នាក់នឹងដល់កំពូលគាត់នឹងយកថ្នាក់ផ្សេងទៀតមកប្រើបានបាជីរំភើបចិត្តខ្លាំងណាស់ព្រោះនេះគឺជាកាដូអំពីស្ដេចបិសាចដែលធ្វើឲ្យគាត់អាចដោះសោជំនាញពិសេសខ្លាំងជាងថ្នាក់ឋានសួគ៌ទៅទៀតបន្ទាប់ពីគិតរួចរាល់បាជីក៏បានសម្រេចចិត្តជ្រើសរើសយកថ្នាក់មួយពេលដែលចេញមកក្រៅវិញអ្នកគ្រូក៏បានសួរដោយរំភើបថាបានអីគេខ្លះបាជីក៏កុហកថាគេបានត្រឹមតែអ្នកចម្បាំងនុយក្លេអ៊ែរថ្នាក់បេតុងឬក៏ថ្នាក់ទៀតដដែលនឹងឯងអ្នកគ្រូហួងឮហើយក៏រៀងខកចិត្តបន្តិចដែរតែគាត់នៅតែលើកទឹកចិត្តថាកុំភ័យមនុស្សខ្លាំងក៏ធ្លាប់ចេញអំពីថ្នាក់បេតុងអញ្ចឹងដែរគាត់ប្រាប់បាជីកុំឲ្យបោះបង់តែបាជីតបវិញធម្មតាមិនអីទេអ្នកគ្រូអាហុងដែលនៅឈរក្បាលនោះបានឮក៏លូកមាត់មកដេលភ្លាមវាថាគ្រូឯងកុំចិត្តតែផ្ដោះក្តីសង្ឃឹមខ្លែងខ្លាយពេកអាពួកថ្នាក់ធូលីដីនឹងគឺនៅបាតគេហើយគ្មានថ្ងៃងើបមកមុខរួចនោះទេនិយាយទៅអាមួយនឹងវាតែមើងងាយគេរហូតបន្តពីភាគមុនមកអាហុងនៅតែអួតមិនឈប់វាប្រាប់បាជីថាព្រះរើសតែអ្នកខ្លាំងទេវើយអាអ្នកខ្សោយមានតែត្រូវគេជន់តែប៉ុណ្ណោះគាត់ទៅលើពាក្យថាព្រះភ្លាមបាជីរៀងភ្ញាក់ដែរប៉ុន្តែគាត់នៅស្ងៀមទុកឲ្យអាហុងភ្លាវតែម្នាក់ឯងទៅវាដាស់តឿនបាជីថាត្រៀមទៅអង្គុយតុក្រោយទៅព្រោះសង្គមគេគឺអញ្ចឹងឯងដែលតាមពិតនៅក្នុងថ្នាក់រៀនពួកកម្រិតឋានសួគ៌គេអង្គុយតុមុខបន្ទាប់មកកម្រិតឋាននរកធ្យូងហើយនឹងក្រោយគេបង្អស់គឺកម្រិតធូលីដីនឹងឯងគេចាត់ទុកពួកធូលីដីគឺជាសម្រាមរាប់អានបានតែពួកអន់ដូចគ្នានោះទេអាហុងថែមទាំងនិយាយទៀតថាទោះបាជីខំប្រឹងយ៉ាងណាក៏មិនអាចកែប្រែវាសនាបានដែរមានតែខាតពេលនិយាយហើយវាក៏បានដើរទៅរកអ្នកគ្រូហួងដើម្បីនិយាយដៀគ្រូទៀតលើកនេះបាជីទ្រាំលែងបានហើយក៏បានឆក់យកកាកាហ្វេពីដៃអាហុងនឹងជះដាក់មុខវាហ្មងអាហុងភ័យផងឆ្ងល់ផងមិននឹកស្មានថាបាជីហ៊ានធ្វើអញ្ចឹងវាសួរទាំងកំហឹងថាចង់យ៉ាងម៉េចឯងចង់ម៉េចបាជីតបវិញស្មៀតថាមកពីឯងនិយាយច្រើនពេកគួរតែរំខានមែនទែនរំខានគ្រាន់តែប៉ុណ្្នឹងធ្វើឲ្យអាហុងខឹងឆាវវាចង់ប្រដៅបាជីឲ្យស្ពឹកមុខក៏បានស្ទុះទៅដល់បាជីមួយដៃអ្នកគ្រូហួងខត់មិនទាន់នោះទេប៉ុន្តែវាអត់ទាន់ដឹងនោះទេថាបាជីគឺបានត្រៀមខ្លួនរួចហើយមិនទាន់ទាំងបានត្រូវផងបាជីបង្កើតដាវពន្លឺមួយមករៀបកណ្ដាប់ដៃនោះជាប់បាជីគ្រាន់តែវាដៃតែបន្តិចអាហុងខ្ទាតទៅឆ្ងាយធ្វើឲ្យគ្រប់គ្នាហាជើងធ្លាក់ភ្នែកអាហុងដួលខ្ទាតក្អួតឈាមខណៈដែលបាជីឈរមើលយ៉ាសង្ហាដូចមិនបានបញ្ចេញកម្លាំងអីបន្តិចសោះតែផ្សេងទៀតនៅកាំងតាមពិតបាជីជ្រើសរើសជំនាញអ្នកចម្បាំងនុយក្លេអ៊ែរនោះព្រោះគាត់នឹងធ្លាប់ប្រើវាស្ទាត់ហើយការពីចិត្តមុនដែលដឹងគ្រប់យ៉ាងអំពីវាអាហុងក្រាបឈរទាំងទៅដល់ទៅដួលហើយនៅតែអួតថាមអំបញ្ញមិញនឹងឯងគ្រាន់តែសំណាងទេវើយវាថាថ្នាក់វាសុទ្ធតែជាអ្នកថ្នាក់ខ្លាំងមិនដូចថ្នាក់សម្រាមរបស់បាជីនោះទេប៉ុន្តែអ្នកគ្រូហួងមើលដឹងថាបាជីមិនមែនសំណាងឡើយគាត់ក៏បានដឹងដូចគ្នាថាបាជីបានប្រើកម្ពុជាជំនាញចលនារបស់ពួកអ្នកចម្បាំងជំនាញនឹងគឺវាខ្លាំងអាចការពារការវាយប្រហារហើយបកកម្លាំងនោះទៅរកគូប្រកួតវិញអ្នកគ្រូភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះសំបីតែគ្រូរបស់គេនឹងគឺហាត់10ឆ្នាំហើយតែមិនទាន់អាចចេះស្ទាត់ជំនាញនឹងផងតែបាជីធ្វើវាបានយ៉ាងងាយស្រួលគាត់ឆ្ងល់ថាក្មេងទើបតែភ្ញាក់រលឹកសោះមិនក៏មានបទពិសោធន៍ប្រយុទ្ធខ្លាំងម្ល៉េះពេលគ្រូកំពុងតែផ្លឹកនឹងអាហុងក៏បានដកកំបិតក្លឹមមកបង្រុំលេងជាមួយនឹងបាជីឲ្យគេស្លាប់អញ្ចឹងណាវារៀងខឹងញ័រខ្លួនផងដែរប្រកាសថានឹងធ្វើឲ្យបាជីខ្មាស់គេបាជីឈរមើលមុខស្មើដែលបានដឹងច្បាស់ថាថ្ងៃក្រោយទៅពួកដែលមើងងាយថ្នាក់ធូលីដីនឹងស្ដាយក្រោយពេលឃើញភាពខ្លាំងរបស់វាតែដល់ពេលនោះគឺហួសពេលហើយសិស្សឯទៀតនាំគ្នារំភើបពួកឯងចង់មើលពួកគេនឹងវាយគ្នាទៀតប៉ុន្តែនៅសាលាគេហាមប្រើកម្លាំងវេគ្នាឪពុករបស់អាហុងជាអ្នកមានមុខមាត់គឺជាមន្ត្រីធំហើយពូគឺជាអ្នកនាយកសាលាទៀតផងចំណែកឯបាជីវិញគ្មានខ្សែគ្មានខ្នងស្អីនោះទេបើមានរឿងគឺដឹងតែសយហើយអាភ្នែក4ភ័យជំនួសខ្លាចបាជីត្រូវគេបណ្ដេញចេញក៏បានសួរអ្នកគ្រូថាធ្វើម៉េចអ្នកគ្រូស្ទុះមកខ
ល់ភ្លាមក៏បានស្រែកឲ្យឈប់ប៉ុន្តែអាហុងវាកំពុងតែខឹងខ្លាំងហើយវាចង់សងសឹកបាយីដែលធ្វើឲ្យវាខ្មាស់គេវាគំរាមវាយបាយីឲ្យទាត់តែគេលុតជង្គង់សុំទោសវាគិតថាវាគឺជាកម្ពុជាជាងខ្លាំងហើយបាយីហ្នឹងគឺការអីចឹងទៅគ្មានកន្លោជាមួយវាទេអ្នកគ្រូក៏បានដឹងដែរថាអាហុងនិយាយត្រូវព្រោះកម្លាំងពួកគេគឺខុសគ្នាដាច់អាហុងជាអ្នកចម្បាំងកម្រិត Abyss ដែលធ្វើឲ្យកម្លាំងវាខ្លាំងជាងធម្មតា 200% កម្រិត Abyss នឹងគឺខ្ពស់ណាស់គឺខ្លាំងជាងកម្រិតធូលីដីដល់ទៅ2ដងហើយវាអាចខ្លាំងឡើងខណៈដែរពួកធូលីដីនៅត្រឹងមួយកន្លែងអត់មានអ្នកណាជឿថាបាយីឈ្នះទេសំបីតែអាភ្នែក4បាយីគេគ្រប់គ្នាគិតថាបាយីដឹងទៅចប់ហើយអាភ្នែក4ក៏ស្អប់អាហុងដែរតែវារស់បានដោយសារធ្វើពុតជាល្ងងដើម្បីកុំឲ្យមានរឿងវាគិតថាមានតែកិច្ចពីអាហុងទេបើហ៊ានតតាំងគឺដឹងតែសយធំហើយនិយាយមិនទាន់បានចប់ប្រហែលផងនឹងអាហុងក៏បានស្ទុំរកបាយីអ្នកគ្រូភ័យណាស់ស្រែកប្រាប់បាយីឲ្យប្រយ័ត្នគាត់សមានថាបាយីនឹងគឺចង់រងដៃអាហុងទៀតហើយតែគាត់ក៏ដឹងថាវិធីនឹងប្រហែលជាមិនកើតទេព្រោះវាស៊ីកម្លាំងខ្លាំងណាស់ល្បឿនអាហុងគឺលឿនអញ្ចឹងរងមិនជាប់សំបីអាហុងក៏ជឿថាវាមានប្រៀបជាងដែរប៉ុន្តែបាយីញញឹមទៅវិញគេមិនបានទាំងចង់កិច្ចផងព្រោះគេមានក្បាច់ពិសេសមួយទៀតពេលអាហុងមកដល់ភ្លាមបានប្រើជំនាញផ្លឹបផ្លែឬក៏អា flicker នឹងឯងជំនាញនឹងគឺលឿនដូចជាផ្លេបបន្ទោអញ្ចឹងអាចឲ្យគេឆ្លងកាត់ឧបសគ្គបានមួយប្រព្រឹត្តភ្នែកសោះមុនពេលអាហុងដឹងខ្លួនបាយីបានវាចំកន្លែងសំខាន់របស់វាបាត់ទៅហើយវាគួរឈាមមកក្រៅហើយឆ្ងល់ថាបាយីមកក្រៅខ្នងរបស់វាតាំងពីពេលណាវាដួលទៅលើដីខឹងទាំងខ្មាស់គេខណៈដែលសិស្សឯទៀតឈរគាំងអត់ជឿនឹងភ្នែករបស់ខ្លួនឯងមានអ្នកណាឃើញថាបាយីធ្វើអីនោះទេឃើញតែអាហុងដួលទៅលើដីប៉ុណ្ណោះសូម្បីតែអ្នកគ្រូក៏មើលមិនទាន់ដែរប៉ុន្តែប្រធានថ្នាក់ឈ្មោះឈីអានបានឃើញច្បាស់ឈីអានដឹងថាបាយីបានចេះចាំស្ទាត់នៅកម្ពុជាជំនាញមូលដ្ឋានរបស់អ្នកចម្បាំងហើយយកមកប្រើពេលវេគ្នាបានយ៉ាងល្អពេលហ្នឹងសិស្សទាំងអស់កំពុងតែមានការឆ្ងល់ថាមានរឿងអ្វីកើតឡើងចំពោះអាហុងបាយីបានមើលទៅកាន់ផ្ទាំងស្ថានភាពរបស់គេឃើញថាកម្លាំងគាត់បានកើនឡើងបន្តិចដោយសារតែបានឈ្នះគូប្រកួតប៉ុន្តែគាត់មិនសូវខ្វល់ទេព្រោះវាបានតិចដល់ដឹងថាមានតែទៅសម្លាប់បិសាចទេទៅបានបន្ទុកច្រើនហើយគេក៏មានគម្រោងនឹងទៅធ្វើរឿងនឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរអាហុងនៅតែដេកធ្នួតមិនព្រមចោលចាញ់ទេវាស្រែកប្រាប់បាយីថាកុំទៅណាខ្ញុំមិនទាន់ចប់ជាមួយឯងទេវើយវាចាប់កំបិតហើយព្យាយាមលួចវេបាយីពីក្រោយប៉ុន្តែមុននឹងវាធ្វើអ្វីវាស្រាប់តែមានសំឡេងមួយប្រាប់ឲ្យឈប់គឺលោកនាយកសាលាហុងលៀននឹងឯងលោកនាយកក៏បានចំអកអាហុងថាឯងធ្វើខ្លួនងងហើយឥឡូវទៅផ្ទះវិញទៅគ្រាន់តែលើពាក្យថាទៅផ្ទះភ្លាមបាយីបានស្រមៃហើយនឹកឃើញថាតាមពិតខ្លួនឯងគឺមានផ្ទះហើយគេបានភ្លេចអស់ហើយព្រោះទើបតែបានចាប់ជាតិថ្មីហើយឪពុកម្ដាយក្នុងជាតិមុនក៏បានស្លាប់អស់ទៅដែរគេបាននឹកឃើញថាថ្ងៃនេះមានរឿងអាក្រក់មួយនឹងកើតឡើងហើយមុននឹងលោកនាយកសាលាបាននិយាយអ្វីទៀតគេក៏រត់ចេញទៅទំភ័យសំបីតាហុងក៏បានស្ងប់ផងដែរពេលឃើញបាយីរត់ចេញលោកនាយកសាលាក៏បានអស់ពាក្យនិយាយគាត់បែរជាទៅរកអ្នកគ្រូធួងហើយប្រាប់គាត់ឲ្យមើលថែសិស្សឲ្យដាច់អីបានល្អលោកនាយកសន្យាថានឹងមិននិយាយអំពីហេតុការណ៍នេះទេហើយក៏បានអរគុណគាត់ក្រោយមកអាហុងដើរតាមពូរបស់វាទៅកាន់ការិយាល័យដើម្បីរៀបរាប់អំពីហេតុការណ៍វានិយាយថាបាយីគ្រាន់តែសំណាងទេប៉ុន្តែពូរបស់វាក៏បានស្រែកដាក់ថាឯងធ្វើឲ្យខ្ញុំខ្មាស់គេណាលោកលៀនដែលឈរមើលពីចម្ងាយបានឃើញបាយីប្រើជំនាញ flash bling ឬក៏អាចជំនាញបំបាំងកាយផ្លាស់ទីនឹងឯងលោកបញ្យល់អាហុងថាក្នុងរយៈពេលតែប្រមាណវិនាទីនោះបានរកឃើញចំណុចខ្សោយបំផុតរបស់វាហើយវាចំគោលដៅបណ្ដាឲ្យអាហុងគឺគ្មានទីពឹងទុកលៀនខឹងព្រោះទោះបីជាគាត់បបិសោតច្រើនក៏នៅតែមិនអាចប្រើជំនាញអា flash នឹងដោយបាយីបានដែរលោកប្រៀបធៀបការប្រយុទ្ធរបស់អាហុងនិងបាយីដូចជាអ្នកលេងហ្គេមអាជីពលេងជាមួយនឹងអ្នកល្ងងម្នាក់ដូច្នោះដែរលោកលៀនប្រាប់ចៅប្រុសថាបាយីមិនមែនជាក្មេងធម្មតាទេក្នុងពេលជាមួយនឹងគ្នានោះបាយីកំពុងតែបញ្ញាបញ្ញាលដែលគិតថាការទៅផ្ទះវិញនេះគឺសំខាន់ណាស់សម្រាប់គេក៏បានទៅដល់អគារផ្ទះល្វែងយ៉ាងលឿននឹកឃើញរឿងដែលបានកើតឡើងក្នុងជីវិតមុនក៏បានត្រៀមខ្លួនរួចរាល់ដើម្បីការពារកុំឲ្យរឿងនោះវាកើតឡើងម្ដងទៀតទោះបីគេត្រូវស្លាប់ក៏ដោយបាយីបានចូលទៅក្នុងផ្ទះឃើញឪពុកកំពុងតែមើលទូរទស្សន៍ហើយម្ដាយកំពុងលាងចានឪពុកក៏បានភ្ញាក់ផ្អើលដែលឃើញគេត្រឡប់មកផ្ទះវិញយ៉ាងលឿនជាងធម្មតាបាយីមិនខ្វល់អំពីឪពុកទេបែរជាទៅរកម្ដាយវិញទឹកភ្នែកហូរចេញពីភ្នែកគាត់ដែលបានបង្ហាញអំពីការរីករាយដែលម្ដាយគាត់នឹងមានជីវិតសុខសប្បាយម្ដាយក៏ញញឹមហើយតបទៅកាន់បាយីដែលប្រើភាសាកាយវិការគាត់ប្រាប់គេថាគាត់បានធ្វើមីហុលជូរដែលបាយីនឹងគឺចូលចិត្តរួចហើយប៉ុន្តែបាយីនិយាយភ្លាមមិនចង់ញ៉ាំមីថ្ងៃនេះទេគេប្រាប់ម្ដាយថាគេនឹងគឺចង់ញ៉ាំត្រីជ្រលក់ម្ដាយបាយីព្យាយាមតវ៉ា
ប៉ុន្តែទីបំផុតក៏ចោះចាញ់នឹងការរឹងរូសរបស់កូនប្រុសគាត់ក៏បានយកព្រមធ្វើត្រីជ្រលក់ហើយបាជីក៏បានស្នើឲ្យគាត់ទៅជាមួយប៉ុន្តែឪពុកក៏បានបញ្ឈប់គេដោយនិយាយថាម្ដាយគេទៅតែឯងបានហើយគាត់ឆ្ងល់ថាហេតុអីបានជាបាជីត្រឡប់មកផ្ទះវិញទាំងមិននិយាយរកគាត់ផងដែរអញ្ចឹងគាត់ក៏ក្រោកយកស្រាមួយកែវឲ្យសួរបាជីថាតើការភ្ញាក់រលឹករបស់ឯងយ៉ាងម៉េចហើយគាត់ចង់ដឹងថាកូនប្រុសគាត់នឹងភ្ញាក់បានអ្វីខ្លះស្រាប់តែឪពុកបាជីឈ្មោះលីងសៀនបានបង្ហាញថាគាត់គឺជាអ្នកចម្បាំងអគ្គិសនីថ្នាក់ខ្ពស់ហើយមានកម្លាំងខ្លាំងដែលធ្វើឲ្យគាត់នឹងគឺគួរឲ្យខ្លាចបាជីប្រាប់ឪពុកថាគេមិនបានភ្ញាក់រលឹកទេនៅថ្ងៃនេះព្រោះអ្វីចំណាយពេលយូរពេកឪពុកក៏ទាមទារឲ្យដឹងថាហេតុអីបានជាគេត្រឡប់មកផ្ទះវិញលឿនម្ល៉េះអញ្ចឹងបើមិនទាន់បានភ្ញាក់រលឹកផងនោះគាត់និយាយទាំងខកចិត្តនឹងថ្នាក់ភ្ញាក់របស់កូនប្រុសមិត្តភក្តិរបស់គាត់ហើយរំពឹងថាបាជីនឹងភ្ញាក់រលឹកបានថ្នាក់អាប៊ីលីងអះអាងថាគាត់ភ្ញាក់រលឹកបានថ្នាក់អាប៊ីហើយក៏បានបែកញើសនឹងឈាមដើម្បីចិញ្ចឹមកូនប្រុសកំហឹងនិងភាពភ័យខ្លាចគាត់ចង់ដឹងថាតើបាជីភ្ញាក់បានអ្វីដោយសារតែអារម្មណ៍កំពុងតែមិនល្អផងបាជីក៏កុហកឪពុកម្ដងទៀតថាគាត់មិនបានទាន់ភ្ញាក់រលឹកទេសម្ដីនេះធ្វើឲ្យឪពុកខឹងខ្លាំងណាស់រហូតដល់យកដបស្រានឹងវាយក្បាលបាជីមួយទំហឹងតែពេលគាត់ដឹងការពិតបាជីភ្ញាក់ដល់កម្រិតធូលីដីគាត់កាន់តែខឹងខ្លាំងឡើងហើយស្រែកជេរបាជីមិនសញ្ជ័យមាត់លីងសៀនឪពុករបស់បាជីគឺជាមនុស្សកាយសាហាវនិងខូខើណាស់គាត់មិនចេះទប់អារម្មណ៍ខ្លួនឯងនោះទេការពិចិត្រមុនដោយសារតែខឹងនឹងខ្មាស់គេរឿងកូនបានថ្នាក់ធូលីដីនេះហើយទើបគាត់ប្រើហិង្សាវាយដំខ្លាំងដៃគាត់បានវាយប្រហារបាជីតែម្ដាយរបស់គេក៏បានមកខាត់ដូចជារាល់ដងការនោះបាជីនៅជាក្មេងប្រុសទុនខ្សោយធ្វើអ្វីមិនកើតទេបានត្រឹមតែឈរមើលឪពុកម្ដាយអស់រយៈពេល1ម៉ោងពេញការវាយដំគឺធ្ងន់ធ្ងរណាស់រហូតដល់ធ្វើឲ្យម្ដាយរបស់គេគឺខូចសរសៃប្រសាទខ្លាចទៅជាមនុស្សលែងដឹងអីជាតិមុនបាជីបានត្រឹមតែយំសោកស្ដាយពេលឃើញម្ដាយត្រូវបានគេធ្វើបាបប៉ុន្តែឥឡូវគេបានកាត់ជាតិថ្មីចាប់ផ្ដើមតាំងចិត្តថាត្រូវកែប្រែរឿងនោះឲ្យបានប៉ុន្តែបញ្ហានៅត្រង់ថាពេលនេះគេនឹកខ្សោយពេកមិនអាចទៅតដៃជាមួយនឹងឪពុកដែលជាអ្នកចម្បាំងកម្រិតស៊ីជាន់ខ្ពស់បានទេគេត្រូវការពេលដើម្បីវឹកហាត់បន្ថែមទៀតល្បិចដែលគេប្រើជាមួយនឹងហុងមិនអាចយកមកប្រើជាមួយនឹងឪពុកបានឡើយព្រោះឪពុកមានបទពិសោធន៍ប្រយុទ្ធពិតប្រាកដបាជីដឹងខ្លួនថាមិនទាន់អាចប៉ះជាមួយនឹងឪពុកបានឡើយពួកគេបានចាប់សក់បោចហើយជេរថាអញស្ដាយណាស់ដែលបង្កើតឯងមកបាជីដឹងថាគេកំពុងតែជួបបញ្ហាធំហើយឪពុកក៏សុខចិត្តត្រឡប់មកផ្ទះមុនម៉ោងដើម្បីចាំរករឿងគេហើយនឹងមិនដោះលែងនោះទេតើតែគាត់វាយអស់ចិត្តដោយដឹងថាកំហឹងនឹងប្រើហិង្សាបាជីចង់ឲ្យម្ដាយទៅនៅឆ្ងាយពីផ្ទះគេកំពុងតែអោននៅក្នុងចិត្តដែលបានប្រើល្បិចឲ្យម្ដាយចេញទៅក្រៅទិញម្ហូបប៉ុន្តែមិនទាន់ទាំងបានអប្រមាណផងនឹងគេក៏ត្រូវបានឪពុកវាយចំក្បាលមួយទៀតស្ថានភាពកាន់តែយ៉ាប់យ៉ឺនស្រាប់តែមានអ្នកបើកទ្វារចូលមកគឺម្ដាយរបស់គេនឹងឯងមនុស្សតែម្នាក់ដែលបានព្យាយាមការពារមិនឲ្យឃើញអំពើហិង្សាម្ដាយរបស់គេគឺភ័យស្លន់ស្លោពេលឃើញប្តីវាយកូនឲ្យមានដេកដួលលើដីបែបនេះតាមពិតគាត់បញ្ញាប់មកវិញក៏ព្រោះតែបារម្ភកូនឃ្លានបាជីភ័យណាស់ពេលឃើញម្ដាយចូលមកគេខ្លាចថាប្រវត្តិសាស្ត្រនឹងកើតឡើងម្ដងទៀតហើយដោយការគិតពិតមែនលីងសៀនក៏ងាកទៅរកប្រពន្ធដ៏កំសត់នោះវិញនៅក្នុងការចងចាំអតីតកាលបាជីកំពុងតែអង្គុយនៅក្នុងគុកប្រហារជីវិតការពិជាតិមុនគេគឺជាមនុស្សដំបូងគេដែលខ្លាំងរហូតអាចវិវត្តពីថ្នាក់បៃតងទៅជាថ្នាក់ផ្លាទីនដោយសារតែគេខ្លាំងបែបនេះអ្នកជាប់គុកជាមួយនឹងគ្នាឆ្ងល់ណាស់ហេតុអីបានជាគេត្រូវគេចាប់មកដាក់គុកប្រហារដែរបាជីឆ្លើយវិញទាំងខ្លីថាខ្ញុំសមនឹងស្លាប់ហើយមូលហេតុគឺការនោះដោយសារតែឈឺចាប់ពេកដែលឃើញឪពុកវាយម្ដាយរហូតដល់ស្លាប់គាត់ក៏បានសម្លាប់ឪពុកដោយខ្លួនឯងដើម្បីសងសឹកបន្តពីភាគមុនមកការពិចិត្រមុនគេធ្លាប់ត្រូវបានគេកាត់ទោសប្រហារជីវិតដោយសារតែសម្លាប់ឪពុកបង្កើតខ្លួនឯងដើម្បីសងសឹកឲ្យម្ដាយឥឡូវនេះប្រវត្តិសាស្ត្រហាក់ដូចជាចង់កើតឡើងម្ដងទៀតហើយពេលដែលលីងសៀនជាឪពុកកំពុងតែឈួតលប់បាជីដឹងខ្លួនច្បាស់ថាទោះបីជាគេខ្លាំងជាមនុស្សធម្មតាក៏នៅតែមិនអាចទ្រាំនឹងកណ្ដាប់ដៃឪពុករបស់គេបានដែរឃើញសភាពមិនស្រួលម៉ែរបស់គេក៏បានស្ទុះមករកកូនប្រុសម្ដាយបានព្យាយាមជួយគ្រាគេឲ្យក្រោកឈរនិងការពារគេអំពីឪពុកដែលកំពុងតែខឹងលីងសៀននៅតែបន្តរអ៊ូដាក់ប្រពន្ធថាការនាងមានផ្ទៃពោះគេគឺសប្បាយចិត្តខ្លាំងណាស់ព្រោះបងប្អូនគ្មាននរណាម្នាក់បង្កើតបានកូនប្រុសនោះទេជាការសង្ឃឹមថាកូនប្រុសនឹងស្ដារមុខមាត់ប្រចាំតកូលប៉ុន្តែអ្វីផ្ទុយស្រឡះគេស្អប់ខ្ពើមខ្លាំងមែនទែនព្រោះកូនដែលជាក្តីសង្ឃឹមរបស់គេបែរជាភ្ញាក់បានត្រឹមតែកម្រិតធូលីដីដែលជាកម្រិតអន់បំផុតទៅវិញលីងសៀនស្រដាក់ប្រពន្ធដោយដៀថាកូនអន់អញ្ចឹងដោយសារតែពូជខាងនាងឯងនឹងហើយនិយាយចប់ក្បានបាត់បង់ការគ្រប់គ្រងក៏លើក
ដោយបំរុងនឹងវេប្រពន្ធតែបាជីមិនព្រមឲ្យធ្វើអញ្ចឹងនោះទេគេបានប្រាជំនាញ Flash Playing ល្បឿនផ្នែកបន្ទោមកពាំងពីមុខម្ដាយនិងរៀបរៀងការវេប្រហាររបស់ឪលីងសៀនខ្ទាតថយទៅក្រោយបន្តិចឬក៏បានញញឹមយ៉ាងកាចសាហាវធ្វើឲ្យម៉ែបារម្ភអំពីអ្វីដែលកើតឡើងបន្ទាប់លីងសៀនក្រោកឈរដើរសម្ដៅទៅរកកូនប្រុសទាំងក្អើកតោមដែលមានបំណងវេគេឲ្យបែកតែម្ដងបាជីគិតចង់ប្រើក្បាច់ការពារតែមិនទាន់តែបានបញ្ចេញផងកណ្ដាប់ដៃឪពុកក៏បានធ្លុះចូលដល់ចំមុខពេញទំហឹងបាជីបែកឈាមមុខហើយដឹងភ្លាមថាកម្លាំងគឺខុសគ្នាដាច់មិនទាន់តែបានដកដង្ហើមផងមួយដៃទៀតក៏បានមកដល់គេបានយកដៃទៅរងទាន់តែកម្លាំងរបស់គេនោះគឺខ្លាំងពេកធ្វើឲ្យគេឈឺដល់ឆ្អឹងជំនីលីងសៀនកាន់តែខឹងខ្លាំងពេលឃើញកូនប្រុសហ៊ានតោះដៃក៏បានត្រៀមលេងមួយដៃទៀតឲ្យធ្ងន់បាជីឃើញដៃមុខហើយតែគិតមិនទាន់នោះទេក៏យកដៃខ្ទប់ក្បាលពេលវិញមកដល់លីងសៀនគេថាអាអន់ដូចជាឯងសំតែងាប់ព្រោះភ្ញាក់មកបានតែកម្រិតគ្មានបានការទោះទៅធ្ងន់យ៉ាងណាបាជីនៅតែឈរជើងជាប់មិនព្រមដួលនោះទេតែឃើញបែបនេះលីងសៀនកាន់តែក្តៅស្លឹកត្រចៀកគេបានសោះចំមកឲ្យកូនឬក៏បានស្ទុះទៅទាញកៅអីបំរុងនឹងវេថែមម្ដាយរបស់គេក៏បានស្ទុះមកអោបកូនជាប់ដែលក្តីភ័យខ្លាចត្រាប់តែពេលនោះមានសម្លេងបញ្ជាពីខាងក្រៅស្រែកឲ្យបើកទ្វារលីងសៀនខកចិត្តយ៉ាងខ្លាំងដែលមានគេមកកាត់ចង្វាក់ណែកឯម្ដាយវិញមានអារម្មណ៍ធូរទ្រឹងបន្តិចប៉ុន្តែសម្រាប់បាជីគេមិនទាន់ភ្ញាក់ផ្អើលនោះទេព្រោះនេះគឺជាគម្រោងដែលគេបានរៀបចំទុកលីងសៀនដើរទៅបើកទ្វារទាំងមុខកាយតែគ្រាន់តែឃើញអ្នកនៅមុខទ្វារនឹងភ្លាមទឹកមុខក៏បានដូរផ្លែបរិសុទ្ធពីរនាក់ដែលមើលទៅរឹងមាំបានឈរនៅមាត់ទ្វារនោះគឺលោកអធិការលៀងនិងជេនជីនវូលៀងគឺជាអនុប្រធាន A ពណ៌ក្រហមឯជេនគឺជាថ្នាក់ C ពណ៌ខៀវលីងសៀនញ័រខ្លួនហើយសួរថាមានការអីលៀងក៏បានបង្ហាញរូបកិត្តិជនម្នាក់ឈ្មោះ Snow ហើយសួរថាមានដែលឃើញវាអត់តាមពិតទៅខាងប៉ូលីសទទួលបានដំណឹងថាអកិត្តិជនឈ្មោះ Snow ត្រូវបានគេរកឃើញនៅក្នុងអគារមួយនេះទើបពួកគេដើរឆែកឆេរគ្រប់ផ្ទះបែបហ្នឹងចឹងលីងសៀនធូរទ្រង់យ៉ាងខ្លាំងព្រោះនឹកស្មានថាប៉ូលីសមករករឿងខ្លួនដែលវេកូនវេប្រពន្ធគេខំធ្វើមុខញញឹមដាក់ប៉ូលីសឬបានប្រាប់ថាមិនបានឃើញឈ្មោះ Snow នោះទេហើយធានាបើឃើញគេនឹងរាយការណ៍ប្រាប់ភ្លាមព្រោះមុខចោលនោះគឺល្បីពេញទូរទស្សន៍ហើយស្រាប់តែពេលនោះលោកអធិការលឿងបានកលេចឃើញបាជីមានរបួសធ្ងន់ក៏បានសួរថាមានរឿងអីលីងសៀនភ័យខ្លួនក៏បានបញ្ញាប់កុហកថាកូនប្រុសរបស់គេនឹងគឺធ្វើប្រហែសដើរដួលខ្លួនឯងនៅពេលទៅទិញអីវ៉ាន់នោះទេគេថែមទាំងធ្វើជាដើរទៅផ្ទះស្មាប៉ូលីសលក្ខណៈសិទ្ធស្នាលហើយប្រាប់ថាកុំឲ្យបារម្ភរឿងតូចតាច់អីប៉ុន្តែមិនទាន់បាននិយាយចប់ផងបាជីក៏កាត់សម្ដីថាគុំជឿឪពុកខ្ញុំកុហកទេគាត់ជាអ្នកវេខ្ញុំទើបខ្ញុំបែកឈាមពីខ្លួនបែបនេះការពិតទៅកាលពី18នាទីមុនបាជីខ្លួនឯងនេះហើយដែលជាអ្នកទូរស័ព្ទទៅប្តឹងប៉ូលីសដោយកុហកថារឿងចោលឈ្មោះ Snow នៅទីនេះគេដឹងច្បាស់ថាប៉ូលីសមិនលេងសើចនឹងរឿងចោលម្នាក់នឹងទេតែបណ្ឌិតស្មានថាមកលឿនដល់ម្លឹងគេសប្បាយចិត្តណាស់ដែលប៉ូលីសមកទាន់ពេលដើម្បីជួយពន្យាពេលឲ្យគេលីងសៀននៅតែព្យាយាមប្រកែកដោះសារថាមិនបានវេឡើយប៉ុន្តែបាជីមិនឲ្យរួចខ្លួនគេនិយាយការពិតប្រាប់ប៉ូលីសទាំងអស់គេប្រាប់ថាឪពុកបានយកដបស្រាវេក្បាលហើយយកកៅអីវេដៃគេទៀតបើមិនជឿនោះទេមើលតែរបួសលើខ្លួនទៅដឹងហើយមិនត្រឹមតែបង្ហាញរបួសទេគេថែមទាំងលើកយកច្បាប់មកនិយាយដាក់ប៉ូលីសទៀតថាអ្នកភ្ញាក់ដឹងខ្លួនណាដែលប្រើអំពើហិង្សាលើអ្នកដទៃត្រូវចាប់ឃុំខ្លួនក្នុងគុក15ថ្ងៃប៉ូលីសភ្ជាប់អោនណាស់ដែលក្មេងប្រុសនេះចេះច្បាប់ច្បាស់បែបនេះចំណែកអាលីងសៀនបានត្រឹមសម្លឹងមុខកូនដោយការខឹងសម្បាព្រោះអស់ផ្លូវតវ៉ាហើយទីបំផុតប៉ូលីសក៏បានចាប់វេខ្នោះលីងសៀនភ្លាមពេលកំពុងអស់ខ្លួនចេញទៅឪពុកនឹងក៏បានស្រែកគំរាមទៀតថាចាំវាចេញមកវិញវាសម្លាប់កូនឯងចោលមិនខានបាជីមិនខ្វល់អំពីការគំរាមកំហែងនោះទេគេបានដើរទៅបិទទ្វារពេលមានសុវត្ថិភាពហើយម្ដាយក៏របស់គេក៏បានស្ទុះមកអោបកូនទាំងទឹកភ្នែកបាជីទុចិត្តណាស់ដែលបានជួយម្ដាយបានទោះជាយ៉ាងណាគេមានពេលត្រឹមតែ15ថ្ងៃដើម្បីពង្រឹងសមត្ថភាពឲ្យខ្លាំងហើយសន្យាថានឹងមិនឲ្យឪពុកមកប៉ះពាល់ម្ដាយបានទៀតទេអ្វីសំខាន់នោះគឺឆ្លៀតពេលច្បោកច្បងបាញ់មិញគេលួចបានកូនសោទូដែកពីឪពុករបស់គេដែរដោយដឹងលីងសៀនមានរបស់សំខាន់មួយនៅខាងក្នុងនោះដែលធ្វើឲ្យវាអាចឡើងកម្រិតពីទៅ C បានបាជីក៏បានដើរទៅបើកទូដែកនោះភ្លាមព្រោះវាគឺជាអាត់កំបាំងដែលគេបានដឹងតាំងពីជាតិមុនមកម្លេះពេលបើកមកគេបានឃើញដាវដុតសាហាវមួយបាជីញញឹមហើយមានគម្រោងថានឹងយកដាវមួយនេះទៅវាយលុកក្នុងរូងភ្នំអារក្សដើម្បីបង្កើនកម្រិតរបស់គេឲ្យកាន់តែខ្លាំងដោយសារតែរូងភ្នំអារក្សគឺជាកន្លែងតែមួយគត់ដែលអាចជួយឲ្យបាជីខ្លាំងបានលឿនគេគ្មានជំរឿអ្វីក្រៅពីបថុយចូលទៅក្នុងនោះទេតែបញ្ហានៅត្រង់ថារូងភ្នំភាគច្រើនសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួក Guild ឬក៏សាលារៀនគេចូលមិនបានទេណាំងល្អគេបាននឹកឃើញរូងភ្នំសម្ងាត់មួយដែលគេធ្លាប់ស្គាល់កាលពីជាតិមុនហើយមិនទាន់មានអ្នកណាគឺដឹងបើមកអនយូបាជីក៏បានធ្វើដំណើរទៅកាន់ទីនោះភ្លាមដោយតាំងចិត្តថាត្រូវតែខ្លាំងឲ្យលឿនបំផុតងាកមកមើលនៅឯប៉ុស្តិ៍ប៉ូលីសវិញពួកមន្ត្រីដឹងថាព័ត៌
រមានរឿងចោលឈ្មោះ Snow នោះគឺជាព័ត៌មានคล้ายៗទេតែពួកគេមិនខឹងដែរព្រោះគិតថាសុខភាពគឺសំខាន់ជាងខ្លាចមានចោលមែនតែនជាឱកាសនោះលីងសៀនក៏បានលួចសោកលុយប៉ូលីសដើម្បីឲ្យដោះលែងលោកអធិការលៀងគឺស្អប់ចរិតនឹងណាហើយប្រាប់ថាបើហ៊ានសោកទៀតនឹងត្រូវទោសធ្ងន់ជាងនឹងហើយទីបំផុតគេបានសម្រេចចិត្តឲ្យដេកកូដ15ថ្ងៃហើយចិត្តរបស់គាត់នឹងគឺគុំគួនកូនប្រុសខ្លាំងមែនតែនបាជីនោះវិញក៏បានដឹងថាឪពុករបស់គេនឹងចេញវិញក្នុងរយៈពេល15ថ្ងៃទៀតដូច្នេះត្រូវតែប្រញាប់ខ្លាំងឲ្យទាន់ពេលតាមពិតទៅរូងភ្នំសម្ងាត់ដែលគេនៅនេះតតែ5ឆ្នាំក្រោយទើបគេរកឃើញកន្លែងហ្នឹងជាធម្មតាការចូលរូងភ្នំកម្រិត F បែបនេះតតែមានគ្នា3នាក់កម្រិត E ទើបចូលចោះតែបាជីគ្មានជំរើសអីនោះទេគេត្រូវចូលទៅនោះតែម្នាក់ឯងដៃកាន់ដាវរបស់ឪពុកជាប់គេដើរចូលទៅក្នុងរូងភ្នំដែលមានតែទឹកកកនិងព្រិលធ្លាក់ជាក់ដើរទៅគេបានឃើញខ្លាឃ្មុំទឹកកកមួយកំពុងដេកលក់ហើយនៅក្បែរនោះមានគ្រោងឆ្អឹងមនុស្សទៀតបញ្ជាក់ថាធ្លាប់មានអ្នកចូលមកហើយងាប់នៅទីនេះកំពុងតែមើលស្រាប់តែមានចចកទឹកកម្រិតដ៏កាចសាហាវមួយលោតមកខំគេចចកនេះកម្រិតខ្ពស់ជាងបាជីទៅទៀតតែគេបានលោតកិច្ចយ៉ាងលឿនវាស្ទុះមកម្ដងទៀតគេក៏យកដាវទៅរងធ្មេញរបស់វារួចក៏បានកាប់ផ្តាច់ជីវិតរបស់វាបានសម្រេចតែម្ដងតាមពិតទៅដែលគេអាចសម្លាប់សិទ្ធិកាច់នេះបានក៏ដោយសារតែដាវកម្រិត A នៅក្នុងដៃរបស់គេនឹងឯងដាវនេះឈ្មោះថាហុនវូធ្វើពីថ្មពិសេសមានលក្ខណៈមុតខ្លាំងណាស់អាចកាត់ដែកបានដូចជាបន្លែអញ្ចឹងវាមិនមានលក់នៅលើទីផ្សារនោះទេទើបឪពុករបស់គេលាក់ទុកចិត្តរហូតមកទោះជាមានដៃពិសេសនឹងក៏ដោយបាជីដឹងថាដោយសារសត្វពួកនេះគឺវាស្វ័យស្វិតតតែវេ4ដងទើបពួកវានឹងងាប់គេលួចរអ៊ូថាបើមានកម្រិត L ដោយការពីជាតិមុនម្លេះវាតែមួយដៃគឺងាប់បាត់ហើយឥឡូវនេះគេត្រូវសម្លាប់ចចកឲ្យបាន20ក្បាលសិនទើបអាចឡើងកម្រិតបានហើយដោយសារតែនៅទីនេះតិចវានឹងជួយឲ្យធាតុពពករបស់គេកាន់តែខ្លាំងផងដែរមិនយូរប៉ុន្មានពួកចចកក៏បានធំក្លិនឈាមហើយមកឡោមព័ទ្ធគេចិត្តឈឹងនេះគឺជាឱកាសមាសឱកាសប្រាក់របស់គេហើយដែលអាចឡើងកម្រិតលឿនប៉ុន្តែវាក៏ងាយគ្រោះថ្នាក់ផងដែរពួកវាសម្រក់ចូលមកព្រមគ្នាតែបាជីពូកែកិច្ចផងវេបកផងធ្វើឲ្យពួកវាខំគេមិនត្រូវសោះក្រោយពីសម្លាប់កូនចៅរបស់វាអស់មួយវងហើយស្ដេចចចកក៏លេចចេញមកបាជីប្រើលបឿនលឿនកាប់វាជាច្រើនដៅមិនឲ្យវាដកដង្ហើមទាន់រហូតដល់វានឹងគឺតៃស្ប៉ាបាត់ទៅសម្រាប់សត្វពិសាចបានគេទទួលបានពេជ្រចចកព្រិលនិងពិន្ទុគ្រប់គ្រាន់ដើម្បីឡើងដល់កម្រិត D គេក៏យកពិន្ទុដែលគេបានមកបូកបញ្ចូលនៅក្នុងខ្លួនភ្លាមទើបតែបានសម្លាប់20ក្បាលសោះបាជីចាប់ផ្ដើមហត់ហើយពួករាងកាយកម្រិត L នេះគឺខ្សោយពេកគេគិតថាបើមានកាបូបពិសេសដាក់អីវ៉ាន់ក៏ប្រហែលជាល្អព្រោះពេជ្រចចកដែលគេយកបាននឹងថ្លៃណាស់នៅលើទីផ្សារគេដឹងថាបើចង់ចូលរួមភ្នំកម្រិតខ្ពស់តតែចូលបាក់ពួកធំហ្គៀលទៅបានព្រោះបើសិស្សសាលាណាត្រូវបានគេបណ្ដេញចេញពីក្រុមគឺអស់អនាគតហើយដោយឪពុករបស់គេអញ្ចឹងកំពុងតែគិតសក់ចចកមួយវងទៀតក៏បានមកដល់បាជីដឹងថាបើវាប្រហាត់ត្រង់ច្បាស់ជាអស់កម្លាំងងាប់ជាមិនខានគេនឹកឃើញដល់ល្បិចមួយដែលបានបញ្ឆោតពួកចចកឲ្យចូលទៅក្នុងព្រៃរួចក៏បានកាប់ព្រៃឈើឲ្យដួលរណេរណោកសំឡេងឆោឡោនោះបានតាក់ទាញពោះថ្លាមពពកឲ្យចេញមកឥឡូវនេះមានទាំងចចកមានទាំងពោះដើម្បីឲ្យកាន់តែវឹកវរបាជីបង្កើតសំឡេងផ្ទុះយ៉ាងខ្លាំងមួយដើម្បីដាស់ខ្លាឃ្មុំតកដែលកំពុងតែដេកក្នុងរូងភ្នំឲ្យចេញមកខឹងតែម្ដងបន្តពីភាគមុនមកដោយសារតែត្រូវបានគេដើរភ្ញាក់ខ្លាឃ្មុំនោះគឺខឹងយ៉ាងខ្លាំងវាវិញមិនរើសមកនោះទេចចកក្តោយពោះថ្លាន់ក្តោយគឺវាចាប់បោកតិចទីទាំងអស់ឃើញការល្អបាជីចាំតែឆក់យកឱកាសតាមក្រោយដើម្បីកម្ចាត់ពួកសត្វដែលរបួសនិងយកពិន្ទុគេចេះប្រាជ្ញចំណុចខ្សោយរបស់ពួកវាដើម្បីចំណេញកម្លាំងដោយបណ្ដាលឲ្យពួកវានឹងខំគ្នាឯងសិនសត្វពួកនេះកាចមែនតែមិនសូវឆ្លាតនោះទេទោះជាយ៉ាងណាវាយូរទៅបាជីក៏ចាប់ផ្ដើមហត់ខ្លាំងដែរទើបគេរកនឹកល្បិចថ្មីពេលពួកសត្វមកមកផ្ដុំគ្នាត្រង់កន្លែងតែមួយគេក៏វាយកំទេចកម្រាលតកឲ្យបែកតែម្ដងតែតាមពិតទៅកន្លែងដែលពួកគេឈរនឹងគឺជាស្ពានតកដែលព្យួរនៅចន្លោះច្រាំងថ្មចោតពីរពេលស្ពានបាក់ពួកសត្វក៏ធ្លាក់ទៅក្រោមងាប់អស់ទៅផែនការនេះជោគជ័យមែនទែនប៉ុន្តែនៅសល់ខ្លាឃ្មុំចចកខ្លះទៀតដែលមិនទាន់ងាប់ពេលនោះប្រព័ន្ធក៏ផ្ដល់ងារថ្មីឲ្យគេគឺ1ទល់នឹង100ដែលជួយឲ្យកម្លាំងគេនឹងគឺកាន់ឡើង 10% ពេលវាជាមួយនឹងសត្រូវច្រើនបាជីមិនសូវខ្វល់អំពីខ្លាឃ្មុំប្រមាណនោះទេព្រោះគេកំពុងតែរងចាំមេធំប្រចាំរូងភ្នំនេះចេញមកបង្កហង្សាប៉ុណ្ណឹងហើយមិនក៏មេធំមិនទាន់ចេញមកទៀតអញ្ចឹងមិនទាន់ទាំងបាននិយាយចប់ផងមានវីតាមីនតកមួយបាញ់មកយ៉ាងលឿនធ្វើឲ្យឈើរបស់គេនឹងគឺកកជាប់ឬមិនរួចគេដឹងភ្លាមថាគេគិតខុសហើយតាមពិតមេធំភ្ញាក់យូរហើយតែវាឆ្លាតវាពួនសងំចាំមើលគ្រប់គ្នាហត់អស់កម្លាំងសិនទើបបញ្ចេញមកស៊ីពេលតាមក្រោយស្ពានតកអំបាញ់មិញក៏ជាផ្នែកមួយ
មួយនៃអន្ទាក់របស់វាផងដែរមេធំនេះគឺជាស្វាតកកាលីនដែលមានកូនចៅស្វាជាច្រើនទៀតនៅការពារហើយវាកំពុងតែញញឹមឌឺដងដាក់គេទៀតឃើញអញ្ចឹងទើបដឹងថារូងភ្នំនេះគឺគ្រោះថ្នាក់ខ្លាំងមែនទែនតើតាមានអ្នកខ្លាំងជាក្រុមទើបចូលចុះឥឡូវនេះខ្លួនរបស់បាយីត្រូវតកគ្របដណ្ដប់ចិត្តអស់ហើយបើបណ្ដោយទៀតច្បាស់ជាកស្លាប់មិនខានអាមេស្វាបានលើកដោយបញ្ជាឲ្យកូនចៅរបស់វាចូលទៅវាយគេបាយីដឹងថាគេឈប់អន្ទាក់ហើយទើបសម្រេចចិត្តប្រើជំនាញពិសេសមួយដែលមានឈ្មោះថា Parry ដើម្បីទប់ស្កាត់គេចាំឲ្យពួកវាចូលមកអស់សិនហើយទើបគេប្រើជំនាញមួយទៀតគឺបំបែកពេលប្រមូលកម្លាំងទាំងអស់ដែលមានវាបំបែកតកដែលរុំខ្លួននោះខ្ទេចអស់ដើម្បីគេចចេញអំពីការគ្រប់គ្រងរបស់ពួកវាទោះជាចេញរួចពិតមែនប៉ុន្តែការប្រើជំនាញនេះគឺវាស៊ីកម្លាំងខ្លាំងណាស់ធ្វើឲ្យគេហត់ចង់ដាច់ខ្យល់ទៅហើយបើយីគិតថាអាមេស្វានោះប្រកាសជាត្រូវរងចាំមួយសន្ទុះសិនទើបអាចប្រើជំនាញធំម្ដងទៀតបានអញ្ចឹងគេត្រូវតែឆ្លៀតការសម្លាប់វាឲ្យបានមុនពេលនឹងតែអាមេស្វានោះគឺវាឆ្លាតវាបញ្ជាឲ្យកូនចៅរបស់វាទាំងខ្លាឃ្មុំទាំងចចកចូលមកវាប្រហារគេព្រមគ្នាបើយីដឹងច្បាស់ថាសង្ឃឹមឈ្នះគឺតិចណាស់ព្រោះធាតុរបស់គេចាញ់ព្រៀបធាតុតកហើយកម្លាំងក៏ចិត្តអស់ទៀតអាមេស្វានោះអង្គុយធ្វើរឹកដោយតួចិត្តអាក្រក់អញ្ចឹងចាំតែបញ្ជាកូនចៅកំពុងទៅរកផ្លូវចេញស្រាប់តែមានស្វាមួយក្បាលស្ទុះយកដំបងវេគេបើយីលោកដើររងទាន់តែត្រូវកម្លាំងបងទៅខាងក្រោយជង្គង់នឹងតកធ្វើឲ្យគេនឹងគឺមានភាពឈឺខ្លាំងមែនទែនការវេប្រហារនេះធ្វើឲ្យគេអស់កម្លាំងរលែងតែម្ដងមិនអស់ចិត្តខ្លាចឃ្មុំគ្រប់តកមកទៀតបើយីកាប់បំបែកបានមែនតែភាពជាធ្វើឲ្យកម្លាំងរបស់គេធ្លាក់ដល់កម្រិត0ហើយឃើញបាយីទន់ដៃហើយអាមេស្វាក៏លេងជំនាញធំរបស់វាគឺព្យួរតកម្ដងទៀតបាយីភ័យលួប្រលឹងនឹកស្មានមិនដល់ថាវាអាចប្រើជំនាញនេះបានលឿនបែបនេះសោះក្នុងពេលអាសន្នអញ្ចឹងគេនឹកឃើញទៅដល់បបិសោតកាប់ពីចិត្តមុនដែលធ្លាប់ឆ្លងកាត់ការស្លាប់រស់ទើបដឹងថាមានជំរើសតែពីរទេទី1គឺវាតបតរហូតដល់ស្លាប់ព្រោះកម្លាំងអស់ហើយទី2នោះគឺប្រាក្បាច់ម៉ែចែកឲ្យគឺរត់នឹងឯងបើយីមិនមកអស់យូរនោះទេគេជ្រើសរើសផ្លូវទី2គឺលោតចុះពីលើច្រាំងចោលតែម្ដងប៉ុន្តែអាមេស្វានោះគឺលឿនណាស់វាបាញ់តកតាមមកធ្វើឲ្យកកជើងរបស់គេជាប់បាត់បងរំនឹងទីបំផុតបាយីក៏ធ្លាក់ចូលទៅក្នុងទន្លេខាងក្រោមទាំងខ្លួនប្រាំងក៏រំដោបដោយតកហើយត្រូវទឹកហូរនាំយកទៅបាត់ងាកមកមើលនៅឯផ្ទះវិញម៉ែរបស់គេបានចូលទៅក្នុងបន្ទប់ស្មានថាខូនកំពុងដេកតែបែរជាឃើញបន្ទប់គឺស្ងាត់ឈឹងតាមពិតបាយីចេញបាត់តាំងពីម្សិលមិញម្លេះម៉ែឃើញសម្បត្តិមួយទុកឲ្យសរសេរថាកូនទៅលេងផ្ទះមិត្តភ័ក្តិហើយម៉ែកុំបារម្ភអីតែម៉ែនៅតែមិនអស់ចិត្តនោះទេនឹងកាន់តែបារម្ភខ្លាំងជាងមុនព្រោះធម្មតាទៅណាបាយីតែប្រាប់គាត់ផ្ទាល់មាត់មិនដែលសរសេរសម្បត្តិអញ្ចឹងទេគាត់ឆ្ងល់ថាវារឿងអីកាត់ឡើងចំពោះកូនប្រុសរបស់គាត់នឹងព្រោះមួយរយៈនេះគេប្លែកខ្លាំងណាស់ធ្វើឲ្យគាត់ចេះតែមានអារម្មណ៍មិនល្អសោះត្រឡប់មកដល់បាយីនៅវិញដែលតាមពិតទៅការលើកចុះពីច្រាំងថ្មនេះគឺជាផែនការរបស់គេទេគេនៅចាំបានថាពេលបំបែកស្ពានតកនោះមានសត្វធ្លាក់ចូលមកច្រើនណាស់តែប្រព័ន្ធរាប់ពិន្ទុឲ្យតែសត្វសុខក្បាលទេអញ្ចឹងមិនន័យថាអាពួកដែលនៅសល់គឺនៅរស់បាយីព្យាយាមមកសង្ខារវាចេញពីទឹកទាំងត្រជាក់ញ័រនិងក្អកឈាមគេរបួសធ្ងន់ណាស់ព្រោះធ្លាក់ពីលើមកហើយបាត់បង់ឈាមច្រើនទៀតស្រាប់តែពេលនោះពួកខ្លាឃុំតកដែលធ្លាក់មកជាមួយហើយមិនទាន់ងាប់បានមកឡំពត់គេចិត្តឈឹងដើម្បីបញ្ចប់ជីវិតគេពេលសេចក្តីស្លាប់មកដល់ត្រឹមកបាយីស្រាប់តែនឹកឃើញទៅដល់រឿងរ៉ាវការពិចិត្រមុននឹកឃើញម្ដាយនឹកឃើញទៅដល់រឿងដែលឪធ្វើបាបនិងពួកអាអ្នកក្បត់មានសម្លេងមួយប្រាប់គេថាចប់ត្រឹមនឹងចោះហត់ណាស់ហើយប៉ុន្តែបាយីក្តាប់ដីជាប់ហើយតាំងចិត្តថាអត់ទេមិនទាន់ចប់នោះទេគេប្រឹងស្ទុះក្រោកឈរហើយយកដៃទៅរងមាត់ខ្លាឃ្មុំដែលបំរុងនឹងខំគេសន្យានឹងខ្លួនឯងថានឹងមិនឲ្យប្រវត្តិសាស្ត្រច្រំដាលឡើយជាតិមុនគេស្លាប់បាត់បង់អ្វីគ្រប់យ៉ាងប៉ុន្តែជាតិនេះគេត្រូវតែឈ្នះថាហើយគេក៏បានដល់ខ្លាឃ្មុំនោះមួយដៃខ្ទាតទៅឆ្ងាយបាយីចាប់យកដើមមកកាន់ម្ដងទៀតទាំងមានពលឺពណ៌លឿងជុំវិញខ្លួនការបន្ថយស្លាប់ចូលរូងភ្នំម្នាក់ឯងនេះគឺដើម្បីឲ្យខ្លួនឯងអស់ផ្លូវទើបអាចបញ្ចេញធម្មពលពិសេសបានទោះបីជាគេមិនទាន់បានឡើងដល់កម្រិតថ្នាក់ដូចបំណងពិតមែនប៉ុន្តែគេបែរជាទទួលបានជំនាញកម្ពុជាថ្មីមួយចំនួនវិញឈ្មោះថាអ្នកកាន់ដាវទេវៈនេះគឺជាជំនាញដែលខ្លាំងហួសកម្រិតរបស់គេទៅទៀតពេលនេះបាយីមានកម្លាំងពេញខ្លួនវិញហើយគេក៏បានចង្អុលដាវទៅកាន់ពួកសត្វកំណាចទាំងអស់នោះហើយប្រាប់ថាដល់ពេលពួកឯងងាប់ហើយពួកសត្វចម្លែកក៏បានស្ទុះចូលមកព្រមគ្នាបាយីមិនភ័យនោះទេគេបានបញ្ជាក្បាច់ពិសេសដែលស័ក្តិសិទ្ធិដែលជាការកាប់រហ័សដូចជារន្ទះសម្លាប់ពោវាទាំងអស់ក្នុងមួយប្រព្រិចភ្នែកប្រព័ន្ធក៏លោតសារប្រាប់ពីពិន្ទុដែលទទួលបាននិងរបស់របរជាច្រើនដូចជាស្បែកឆ្អឹងនិងធ្មេញសត្វអ្វីដែលពិសេសនោះជំនាញនេះបានជួយព្យាបាលរបួសនិងធ្វើឲ្យគេហត់ទៀតផងមិនតែប៉ុណ្ណោះបាយីទទួលបានងារថ្មីជាអ្នកត្រាចរវាតកដែលជួយឲ្យគេធន់នឹងធាតុត្រជាក់និងកាត់បន្ថយការវាយប្រហារពីសត្វបានយ៉ាងច្រើនដែលជាអ្វីដែលគេកំពុងត្រូវការបំផុតនៅក្នុងពេលនេះបាយីសម្លឹងមើលទៅលើកំពូលច្រាំងថ្មចោតហើយសន្យានឹងខ្លួនឯងថាលើកនេះ
ត្រូវតែឡើងទៅសម្លាប់អាមេស្វានិងកូនចៅវាឲ្យអស់តែម្ដងដោយសារតែបន្ទុកច្រើនពីការសម្លាប់សត្វអំបញ្ញមិញគេក៏បានឡើងកម្រិតមួយកម្មគឺដល់កម្រិត9នៃថ្នាក់ E គេបញ្ញាប់បើកប្រើជំនាញអ្នកត្រាចរវាតកោដើម្បីកុំឲ្យរាងកាយរងាចំណែកឯជំនាញដែនស័ក្តិសិទ្ធិវិញគឺពិសេសត្រង់ថាវាអាចជួយឲ្យគេសន្សំទុកកម្លាំងដែលសត្រូវវាយមកហើយចាប់បញ្ចេញវាបកទៅវិញនៅពេលក្រោយប៉ុន្តែលក្ខខណ្ឌគឺតតគេទ្រាំទៅឲ្យវានឹងវាយឲ្យឈឺសិនទើបអាចប្រើបានទោះយ៉ាងណាក៏ដោយបាជីសប្បាយចិត្តព្រោះជំនាញនេះបានជួយឲ្យគេមានកម្លាំងពេញវិញគេនឹកឃើញថាត្រូវតែបញ្ញាប់បញ្ញាបញ្ចប់រឿងនាទីនេះឲ្យបានលឿនដើម្បីឆាប់បានត្រឡប់ទៅផ្ទះវិញខ្លាចម្ដាយបារម្ភគិតរួចគេក៏បានឡើងច្រានថ្មចោតហើយតម្រង់ទៅរកវិមានរបស់អាមេស្វាស្ដាច់នោះទោះបីជាមានសត្វតកយាមផ្លូវច្រានក៏ដោយក៏បាជីមិនខ្វល់នោះដែរគេសម្រុកចូលតែម្ដងក្រោយពេលសម្លាប់ពួកវាអស់មួយតង់ទៀតបាជីក៏ឡើងដល់កម្រិតកំពូលនៃថ្នាក់ E គឺកម្រិត10ងាកមកមើលនៅឯផ្ទះវិញម៉ោង11យប់ហើយម្ដាយរបស់គេបារម្ភអំពីកូនខ្លាំងណាស់គាត់បានធ្វើម្ហូបទុកឲ្យកូនហើយអង្គុយឆ្ងល់ថាកូនទៅណាបានជាបាត់យូរម្លេះគាត់បានត្រឹមតែបួងសួងសូមឲ្យកូនមានសុវត្ថិភាពត្រឡប់មកដល់រូងភ្នំម្នាក់វិញបាជីបានសម្លាប់ខ្លាឃ្មុំយាមទ្វាងាប់អស់ហើយឥឡូវសល់តែពួកសត្វស្វាកំណាចដែលជាអង្គរៈការពារមេប៉ុណ្ណោះអាមេស្វានោះអង្គុយមើលមកគេដោយមិនភ័យខ្លាចអីបន្តិចហើយបញ្ជាឲ្យកូនចៅចូលទៅកម្ចាត់បាជីស្វាមួយក្បាលទៀតបានលោតមកបំរុងខំតែត្រូវបានបាជីរងជាប់ហើយកប់វាដាច់ជាពីរយ៉ាងងាយឃើញកូនចៅងាប់ស៊ូស្រួលពេកអាមេស្វាចាប់ផ្ដើមភ័យវាខឹងខ្លាំងណាស់ក៏បានបញ្ចេញជំនាញធំរបស់វាគឺព្យុះតកកនោះឯងដាក់គេម្ដងទៀតប៉ុន្តែលើកនេះមិនអាចធ្វើអ្វីបាជីបានទេព្រោះរាងកាយរបស់គេស៊ាំនឹងភាពត្រជាក់ហើយឃើញចឹងបាជីក៏បានស្ទុះទៅរកវាដោយអស់ផ្លូវអាមេស្វានោះក៏បានលើដំបងរបស់វាឡើងធ្វើឲ្យត្បូងនៅលើដំបងនោះភ្លឺបញ្ជូនធម្មពលឲ្យកូនចៅវាប្រែជាកាច់ជើងមុននិងខ្លាំងជើងមុនប៉ុន្តែសម្រាប់បាជីគេមិនបានចាត់ទុកពួកអាស្វាទាំងអស់នោះគឺជាសត្រូវដ៏គួរឲ្យខ្លាចនោះទេតែគេចាត់ទុកពួកវាគឺជាចំណីសម្រាប់សន្សំបន្ទុកដើម្បីឡើងដល់កម្រិត D ទៅវិញទេបាជីកាប់ពួកវាដោយជាកាប់ចេកអញ្ចឹងអស់គ្មានសល់រួចក៏បានស្ទុះទៅកាប់ដៃអាមេស្វានោះដាច់អស់មកខាងអាមេស្វាស្រែកឈឺយ៉ាងខ្លាំងឈាមហូរពេញខ្លួនមិនទាន់តែបានធ្វើអីផងនឹងវាក៏បានងាកមកឃើញបាជីសម្លឹងមើលមុខវាដោយខ្សែភ្នែកពិឃាតបាជីមិនទុកយូរនាំទៅប្អូនគេកាប់វាជាច្រើនដៅផ្ទុំគ្នារហូតដល់វាដែលខ្យល់ងាប់បាត់ទៅភ្លាមនោះប្រពន្ធក៏បានលោតប្រាប់ថាសូមអបអរសាទរអ្នកបានសម្លាប់ស្ដេចស្វាព្រៃអាហ្ស៊ូសដែលជាអ្នកប្រើប្រាស់ធាតុពពកថ្នាក់ D បានសម្រេចនឹងទទួលបាន1000ពិន្ទុបន្តវិភាគមុនមិនត្រឹមតែបានបន្ទុកច្រើនប៉ុណ្ណោះនោះទេពេលនេះបាជីថែមទាំងបានឡើងដល់អ្នកចម្បាំងនុយក្លេអ៊ែរថ្នាក់ D ទៀតផងបន្ទាប់ពីសម្លាប់មេស្វារួចគេបានដើររើរបស់របរដោយសារតែគេធ្លាប់ប្រយុទ្ធជាមួយនឹងសត្វធាតុពពកច្រើនពេកប្រពន្ធក៏បានប្រាប់ថាជាជីវៈថ្មីមួយទៀតគឺចិត្តនឹងភ្ញាក់ឡើងហើយបាជីភ្ញាក់ផ្អើលខ្លាំងដែរព្រោះគេភ្លេចគិតអារឿងនឹងឆឹងភ្លាមនោះមានពន្លឺពណ៌ក្រហមនិងខៀវចេញពីរាងកាយរបស់គេទីបំផុតគេបានដាស់វិជាជីវៈគ្រូធ្មប់ធាតុពពកហើយឥឡូវនេះគេអាចផ្លាស់ប្ដូរពីអ្នកចម្បាំងទៅជាគ្រូធ្មប់បានគ្រប់ពេលបាជីសប្បាយចិត្តណាស់បានដាស់វិជាជីវៈពណ៌ក្រហមទោះបីជាវានៅថ្នាក់ E ក៏ដោយព្រោះថាថ្នាក់នុយក្លេអ៊ែរធម្មតានេះបានបន្ថែមធម្មពលតែ 100% ទេតែថ្នាក់ពណ៌ក្រហមនេះបានឡើងដល់ 200% ឯណោះមានន័យថាខ្លាំងស្មើនឹងថ្នាក់បច្ចុប្បន្នរបស់គេតែម្ដងបន្ទាប់មកគេបានរើសអាវុធគ្រូធ្មប់ដែលជាថ្មវេទមន្តនិងកាបូបវេទមន្តដែលអាចដាក់របស់របរបាន20មុខទៀតផងពេលគេកំពុងដើររើសរបស់ពួកសត្វដែលនៅសល់បានត្រឹមតែឈមមើលនៅផ្នែកកញ្ចឹងកមិនហ៊ានធ្វើអ្វីនោះទេពេលរើសរបស់របររួចបាជីក៏បានកលេចភ្នែកឃើញថាសត្វខ្លះវានៅរស់ដដែលដោយសារទើបតែបានវិជាជីវៈថ្មីគេចង់សាកល្បងធ្វើដៃមើលគេចាប់ផ្ដើមបដូរទៅជាគ្រូធ្មប់ភ្លាមផ្នែករបស់គេបញ្ចេញពន្លឺពណ៌ក្រហមហើយរៀបចំកំទេចពួកវាចោលទាំងអស់កាត់មកដល់ម៉ោង5ភ្លឺព្រឹកថ្ងៃអាទិត្យវិញម្ដាយរបស់បាជីអង្គុយចាំកូននៅក្នុងបន្ទប់ទទួលភ្ញៀវមិនទាន់បានដេកពួនសង្ឃឹមថាកូននឹងត្រឡប់មកវិញស្រាប់តែទ្វារក៏បានបើកឡើងម៉ែស្ទូក្រោកឈរបាជីដើរចូលមកទាំងញញឹមហើយសុំទោសម្ដាយដែលធ្វើឲ្យគាត់បារម្ភម្ដាយស្ទូអបកូនទាំងទឹកភ្នែកបាជីភ្ញាក់ផ្អើលដែលឃើញម្ដាយចាំគេទាំងមិនទាន់បានហូបអីគេក៏បានប្រាប់ម្ដាយថាមានដំណឹងល្អតាមពិតទៅពេលគេចេញពីរូងភ្នំមកគេបានប្រមូលរបស់របរមានតម្លៃជាច្រើនដាក់ក្នុងកាបូបវេទមន្តដែលរើសបានចេញមកដល់ខាងក្រៅភ្លាមគេបានជួបអ្នកឈ្មួញកណ្ដាលម្នាក់សុំទិញរាយពីគេអាឈ្មួញនោះឲ្យតម្លៃ800តែបាជីទា8000អាឈ្មួញនោះធ្វើមុខឆ្ងល់បាជីក៏ខ្ជិលនិយាយច្រើនផងដែរក៏យកអីវ៉ាន់នោះមកវិញអាឈ្មួញក៏បានបញ្ញាប់បញ្ញាល់ដំឡើងតម្លៃដល់2000តែបាជីទា5000ដល់ពេលឃើញអញ្ចឹងវាក៏បានឡើងឲ្យ3000ជាតម្លៃចុងក្រោយឮអញ្ចឹងបាជីក៏បានតម្លើងតម្លៃរហូតដល់7000ធ្វើឲ្យអាប៉ែជាឈ្មួញនឹងប្រកែកលែងឈ្នះក៏យកព្រមទិញក្នុងតម្លៃ7000តែម្ដងទៅដោយសារបាជីធ្លាប់មានបទពិសោធន៍ជាមួយនឹងពួកឈ្មួញពីជាតិមុនទើបដឹងល្បិចអស់ទើបបានលុយពីការលក់រ៉ែភ្លាមគេបានយកលុយនោះទៅជួលអផ
ផាតមិនថ្មីមួយឲ្យម្ដាយនៅការពិចិត្តមុនម្ដាយរបស់គេជួបទុក្ខលំបាកតែជាតិថ្មីនេះបាជីចង់ឲ្យម្ដាយមានសេចក្តីសុខគេធ្វើកិច្ចសន្យាជួបផ្ទះនៅចំពោះមុខម្ដាយធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលនឹងតម្លៃដ៏ថ្លៃម៉ោង 8 យប់ថ្ងៃអាទិត្យនោះអ្នកទាំងពីរបានចូលទៅរស់នៅក្នុងផ្ទះថ្មីយ៉ាងមានក្តីសុខបាជីសប្បាយចិត្តណាស់ដែលឃើញម្ដាយញញឹមបែបនេះព្រោះយូរណាស់មកហើយដែលគេមិនបានឃើញទឹកមុខសប្បាយរីករាយរបស់គាត់ទោះបីជាមានផ្ទះថ្មីនៅនឹងឡើងដោះថ្នាក់ឌីក៏ដោយហើយក៏បាជីមិនហ៊ានធ្វើប្រហែសដែរព្រោះឪពុករបស់គេនៅមិនទាន់ដោះស្រាយចប់នៅឡើយគេចាំបញ្ចប់រឿងឪពុកឲ្យរៀបរយសិនមុននឹងបន្តទៅធ្វើរឿងធំៗផ្សេងទៀតបន្ទាប់មកគេបានយកថ្មវេទមន្តពាក់នៅដៃស្ដាំដែលថ្មនេះជួយឲ្យឥទ្ធិពលវេទមន្តក្នុងតំបន់កើនឡើងដល់ 50% ក្នុងពេលជាមួយនឹងគ្នានេះហុងកំពុងតែខំប្រឹងវឹកហាត់យ៉ាងខ្លាំងដើម្បីឲ្យកាន់តែខ្លាំងដោយលោតចូលរូងភ្នំមួយហើយមួយទៀតមិនឈប់សោះសូម្បីតែប្អូនស្រីរបស់គេមកខត់ឲ្យសម្រាប់ខ្លះក៏មិនស្ដាប់ដែរព្រោះគេចង់ខ្លាំងជាងគេទាំងអស់ចំណែកនៅកន្លែងផ្សេងវិញមានមនុស្សម្នាក់កំពុងពិនិត្យមើលបញ្ជីឈ្មោះសិស្សថ្មីហើយរអ៊ូទាំងខកចិត្តថាមិនឃើញមាននរណាពូកែសោះហ្មងព្រឹកថ្ងៃបន្ទាប់ម៉ោង 7 កន្លះម្ដាយបានធ្វើម្ហូបទុកឲ្យបាជីគេបានភ្ញាក់ឡើងហើយមានការភ្ញាក់ផ្អើលព្រោះឃើញម៉ោងគឺជិតដល់ទៅរៀនហើយគេបានសួរម្ដាយថាម៉េចក៏អត់ដាស់គេផងអញ្ចឹងម៉ែឆ្លើយតែញញឹមឃើញកូនដេកលក់ស្រួលពេកមិនដាច់ចិត្តដាស់នោះទេគាត់នឹងឯងក្បាលគេហើយប្រាប់ឲ្យគេញ៉ាំបាយមួយកុំប្រញាប់បាជីមានអារម្មណ៍ថាកក់ក្ដៅណាស់ព្រោះយូរហើយដែលគេមិនបានដេកលក់ស្រួលនិងញ៉ាំបាយជុំគ្នាបែបនេះស្រាប់តែម្ដាយបានសួរថាតើកូនចង់បានកាដូអីអត់ប្រដាប់លេងឬក៏សិភៅអីចឹងណាបាជីឆ្ងល់ព្រោះសុកម្ដាយចង់ឲ្យកាដូម៉ែរំលឹកសប្ដាហ៍ក្រោយថ្ងៃសុក្រទី 5 មិនិនាគឺជាថ្ងៃកំណើតរបស់កូនឯងហើយបាជីទើបតែនឹកឃើញថាតាមពិតគេភ្លេចថ្ងៃកំណើតរបស់ខ្លួនឯងឈឹងព្រោះតាំងពីម្ដាយស្លាប់ពីជាតិមុនមកគ្មាននរណាធ្វើកំណើតឲ្យគេទៀតនោះទេហើយគេក៏លែងខ្វល់អំពីរឿងនឹងដែរពេលកំពុងញ៉ាំបាយបាជីរកនឹកថាចង់បានអីតែរកនឹកមិនឃើញសោះព្រោះអ្វីដែលគេចង់បានបំផុតគឺសម្លាប់អាជនក្បត់ដែលធ្វើឲ្យគេនឹងក្រុមស្លាប់កាលពីជាតិមុនពេលទៅដល់សាលាគេបានឃើញសាលាកំពុងតែរៀបចំការប្រកួតសាក់ឡបងគ្រូប្រកាសប្រាប់សិស្សទាំងអស់ថាខាងក្រុមទេវតានឹងមកតាមដានមើលការប្រកួតនេះគឺជាការប្រឡំបញ្ចប់ការសិក្សាហើយអ្នកដែលបានធ្វើល្អបំផុតនឹងបានទៅចូលរួមជំរំវឹកហាត់ជាមួយនឹងសិស្សវិទ្យាល័យជំរំនេះធ្វើតែម្ដងនោះទេក្នុងមួយឆ្នាំហើយគឺជាឱកាសល្អបំផុតដើម្បីបានចូលរួមជាមួយនឹងក្រុមទេវតាសាលានឹងជ្រើសរើសសិស្សពូកែនាំទៅក្រុងសៀងហៃដែលជាទីស្នាក់ការកណ្ដាលរបស់សមាគមបាជីចាំបានថាសៀងហៃគឺជាកន្លែងដែលគេបានជួបគ្រួសាររបស់គេនិងជាកន្លែងកំណើតរបស់អាជនក្បត់នោះប៉ុន្តែអាជនក្បត់នោះមិនដែលបានជួបគ្រូរបស់គេទេព្រោះវាចូលក្រុមក្រោយគេបាជីដឹងទៀតថាគេត្រូវតែប្រឡងឲ្យបានបន្ទុកខ្ពស់ទើបអាចចូលជំរំនោះបានហើយនឹងមានឱកាសតាមរកអាជនក្បត់នោះកាន់តែងាយស្រួលការប្រកួតសាក់ឡបងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះហើយនៅសល់តែ 4 ថ្ងៃទៀតនោះទេក្នុងពេលនោះសិស្សខ្លះក៏រំភើបខ្លះទៀតដូចជាអាផ្នែក 4 ហ្នឹងបែរជាភ័យទៅវិញព្រោះការប្រកួតនេះនឹងធ្វើឡើងនៅក្នុងរូងភ្នំមែនតែនបន្ទាប់ពីនោះមកគ្រូបានចង្អុលទៅកាន់បន្ទប់ហ្វឹកហាត់មួយសម្រាប់ម៉ោងដំបូងដែលតម្រូវឲ្យសិស្សទាំងអស់ចូលទៅហ្វឹកហាត់សាច់ដុំក្នុងបន្ទប់ទំនាញផែនដីជាពិសេសទៅរត់ឆ្លាស់គ្នាឲ្យបាន10ជុំជាមុនសិនស្រាប់តែបាជីដើរទៅរកអ្នកគ្រូហើយនិយាយត្រង់ៗថាគេសុំមិនចូលបន្ទប់ហ្វឹកហាត់នឹងទេព្រោះគេមិនចង់ហ្វឹកហាត់របៀបនឹងសម្ដីនេះបានធ្វើឲ្យគ្រូទាំងសិស្សអីនឹងមានការភ្ញាក់ព្រឹកគ្រប់គ្នាគ្រូគិតថាបាជីខ្ជិលហាត់ហើយអាងខ្លួនខ្លាំងជាងអាហុងទើបមានចិត្តអាក្រក់វាថាក្អើកតមអីចឹងទៅក៏សេបន្ទោឲ្យថាកុំចេះតែធ្វើអីតាមចិត្តពេកប៉ុន្តែបាជីនៅតែទទូចសុំហ្វឹកហាត់តាមរបៀបពិសេសដែលគេចង់បានគ្រូធ្វើមុខឆ្ងល់ហើយចង់សួរថាតើឯងនឹងចង់មិនណីម៉េចរបៀបបង្រៀនរបស់គ្រូនឹងមានបញ្ហាអីមែនបាជីក៏បានបញ្យល់ថាការហាត់យកសាច់ដុំវាសំខាន់ពិតមែនតែមិនមែនសម្រាប់គ្រប់គ្នានោះទេគេថាបន្ទប់ទំនាញផែនដីមិនអន់នោះទេតែការឆ្លាស់រត់គ្នាទៅវិញទៅមកវាល្អតែសម្រាប់ពួកអ្នកលេងក្បាច់ធ្វើឃាតនិងអ្នកចម្បាំងដែលត្រូវការល្បឿនប៉ុណ្ណោះសម្រាប់ពួកគ្រូធ្មប់ឬក៏អ្នកប្រើវេទមន្តគួរតែទៅហាត់ក្នុងបន្ទប់ធាតុវិញទើបត្រូវគេបន្ថែមទៀតថាសិស្សគួរតែបានអនុញ្ញាតឲ្យហាត់ផ្សេងគ្នាទៅតាមជំនាញរបស់ពួកគេរៀងៗខ្លួនទើបមានប្រសិទ្ធភាពដល់លើបែបនេះគ្រូក៏បាននិយាយឌឺថាអាយ៉ាឥឡូវនេះឯងចង់មកបរៀនគ្រូវិញចំណែកឯឈីអានព្រោះវិធីសាស្ត្រដែលបាជីនិយាយនេះគឺដូចគ្នាបេះបត់ទៅនឹងវិធីសាស្ត្រថ្មីរបស់លោកគ្រូដងយ៉ាងដែលជាគ្រូបង្ហាត់ក្រុមទេវតានាងដឹងរឿងនេះក៏ព្រោះតែឪពុកនាងធ្លាប់យកវីដេអូវឹកហាត់នោះមកមើលនៅផ្ទះឈីអានឆ្ងល់ថាហេតុអីបានជាបាជីចេះវិធីសាស្ត្រទំនើបបែបនេះឬអាចស្ពេចនៅវិញគឺភ័យជំនួសក៏បានខ្សឹបប្រាប់បាជីថាហ៊ីកុំនិយាយត្រង់ពេកគាត់គឺជាគ្រូខ្លាំងប្រចាំសាលាណាប្រយ័ត្នមានរឿងប៉ុន្តែផ្ទុយអំពីការកើតគ្រូមិនខឹងទេគាត់បាជីតែស្មារបាជីហើយញញឹមថាកំណត់ឯងល្អគួរឲ្យចាប់អារម្មណ៍ប៉ុន្តែគាត់បញ្យល់វិញដោយសារតែសិស្សច្រើនពេកក៏មិនអាចធ្វើ
ធ្វើតាមតម្រូវចិត្តគ្រប់គ្នាបានទេនៅក្នុងពេលដ៏ខ្លីនេះគាត់បានបន្តទៀតការប្រឡងសាកល្បងនេះគឺវាសំខាន់ណាស់បើហាត់ខុសតែបន្តិចអាចខូចអនាគតបើយាយនឹកឃើញថាការពិចិត្រមុនទោះបីជាគ្រួសារគេអន់តែគ្រូម្នាក់នេះហើយដែលតែងតែជួយនិងអប់រំគេឲ្យក្លាយទៅជាមនុស្សល្អគេក៏សន្យានឹងគ្រូថាខ្ញុំនឹងមិនធ្វើឲ្យគ្រូខកចិត្តទេបន្ទាប់មកគ្រូក៏បានសួរថាឯងចង់ទៅហាត់បែបណាវិញបើយាយស្នើសុំឲ្យបើកបន្ទប់ធាតុដល់កម្រិតអតិបរមាគ្រូនៅស្ពេចលឺហើយបើកភ្នែកធំបើយាយក៏ហក់ថាទោះបីជាគេជាអ្នកចម្បាំងតែគេក៏ចង់ហាត់ឲ្យចេះគ្រប់ជំនាញដើម្បីបិទចំណុចខ្សោយរបស់ខ្លួនឯងតែប៉ុន្តែគេខូចខ្លាំងមែនទែនមានគំនិតចង់លួចហាត់វិជាគ្រូធ្មប់សោះភ្លាមនោះឈីអាងក៏បានលើកដៃសុំដែរថាខ្ញុំក៏ចង់ហាត់គ្រប់គ្រងធាតុដែរគ្រូក៏យល់ព្រមតាមសំណុំពររបស់អ្នកទាំងពីរតែផ្ដាំថាត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាពណាពេលចប់ម៉ោងឈីអានដែលបបួលបាជីឲ្យហាត់ជាមួយនឹងគ្នាប៉ុន្តែបាជីបដិសេធភ្លាមដោយប្រាប់ថាសុំទោសខ្ញុំត្រូវចូលបន្ទប់ហ្វឹកហាត់ផ្ទាល់ខ្លួននិយាយចប់គេក៏បានដាក់ចេញបាត់ទៅទុកឲ្យនាងឈមមើលទាំងខកចិត្តឈីអានមិនបានអន់ចិត្តនៅក្នុងការបដិសេធរបស់បាជីទេតែនាងបែរជាយកការបដិសេធនោះមកធ្វើជាកម្លាំងចិត្តដើម្បីខំប្រឹងហាត់ឲ្យខ្លាំងជាងមុនទៅវិញចំណែកឯបាជីនៅវិញពេលចូលហាត់ក្នុងបន្ទប់ធាតុដំបូងគេរៀនពិបាកបន្តិចផងដែរព្រោះនេះគឺជារឿងថ្មីសម្រាប់គេតែដោយសារតែគេឆ្លាតគេតាំងចិត្តនឹងរៀនឲ្យចេះស្ទាត់នៅក្នុងពេលដ៏ខ្លីអ្វីដែលសំខាន់នោះគឺគេត្រូវលះបង់សមត្ថភាពពិសេសរបស់គេដែលអាចបដូរវិជ្ជាជីវៈបានពីអ្នកចម្បាំងទៅជាគ្រូធ្មប់ព្រោះសាលានេះស្ថិតក្រោមការតាមដានរបស់ពួកក្រុមទេវតាគេមិនចង់ឲ្យពួកនោះចាប់អារម្មណ៍លឿនពេកទេក្នុងពេលដែលឈីអានខំប្រឹងហាត់ក្នុងកម្រិតសម្ពាធតែ 1% ដែលគិតថានឹងអាចតាមទាន់បាជីនោះបាជីបែរជាព្យាយាមកិច្ចមុខពីមិត្តរួមថ្នាក់ទៅវិញព្រោះគេមិនចង់ឲ្យអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារគេទេពេលចេញពីសាលាស្ពេចនឹងមិត្តភក្តិម្នាក់ទៀតបានជិះកង់តាមបាជីហើយស្រ័យឲ្យឈប់តាមពិតទៅអ្នកទាំងពីរហ្នឹងគឺជាមិត្តភក្តិស្លាប់រស់របស់បាជីកាលពីជាតិមុនពួកគេទាំងបីសុទ្ធតែជាអ្នកខ្សោយដូចគ្នាហើយតែងតែត្រូវគេធ្វើបាបដូចគ្នាកាលពីជាតិមុនការដែលមានមិត្តភក្តិនៅក្បែរគឺជាក្តីសុខរបស់គេតែមួយគត់របស់បាជីប៉ុន្តែជាតិថ្មីនេះដោយសារតែគេមានបំណងចង់សងសឹកធំដុំពេកគេមិនចង់សាសនាជាមួយនរណាម្នាក់នោះទេទើបគេខំប្រឹងជិះកង់កិច្ចចេញយ៉ាងលឿនស្ពេចហួចចិត្តណាស់ដែលឃើញបាជីធ្វើរឹកឆ្ងាយបែបនេះព្រោះជាតិមុនពួកយើងជាមិត្តនឹងគ្នាស្អិតរមួតស្ពេចនិយាយថាបាជីដូចផ្លាស់ប្ដូរច្រើនណាស់តាំងពីភ្ជាប់ដឹងខ្លួនមកគេក៏ខ្លាចទៅជាមនុស្សមានទំនុកចិត្តខ្លាំងជាបានបន្តិចពួកគេក៏តាមទាន់បាជីឈប់កង់ហើយប្រាប់ស្ពេចមួយម៉ាត់យ៉ាងខ្លីពេលទំនេរឯងទៅពេទ្យឆែកមើលសួតផងនិយាយចប់គេក៏បានជិះកង់ចេញទៅបាត់ទៀតធ្វើឲ្យអ្នកទាំងពីរនឹងគឺឈរងេមងាមមូលហេតុដែលបាជីប្រាប់បែបនេះព្រោះការពិចិត្រមុនស្ពេចបានស្លាប់ភ្លាមដោយសារជំងឺសួតទោះបីជាបាជីមិនចង់រាប់អានក៏ដោយក៏គេនៅតែមានចិត្តចង់ឲ្យស្ពេចរស់រានមានជីវិតដែរស្ពេចវិញនៅតែជឿជាក់ថាបាជីនៅតែជាមនុស្សដដែលគ្រាន់តែសម្ដីរៀងត្រជាក់បន្តិចប៉ុណ្ណោះងាកមកមើលនៅឯទីក្រុងសៀងហៃវិញមានបរិយាថ្មីម្នាក់ទើបតែចូលរួមជាមួយនឹងក្រុមទេវតាហើយគេធ្វើបានល្អណាស់បរិយាម្នាក់នោះមានសក់ដូចគ្នាទៅនឹងជនអក្បត់ដែលធ្លាប់ក្បត់បាជីកាលពីជាតិមុនបេះបិទល្ងាចឡើងពេលត្រឡប់មកដល់ផ្ទះវិញបាជីបានផ្ដាំម្ដាយថាកុំឲ្យចេញទៅក្រៅតែម្នាក់ឯងអីបើខ្វះខាតអីចាំគេជាអ្នកទៅទិញចូលផ្ទះវិញព្រោះគេដឹងថាស្ថានភាពឥឡូវនេះគឺអត់មានសុវត្ថិភាពនោះទេហើយគេត្រូវទៅរកកន្លែងថ្មីដែលល្អជាងនេះសម្រាប់ឲ្យម្ដាយនៅចំណែកឯនៅក្នុងគុកវិញឪពុករបស់គេលីងសៀនកំពុងតែលួចចរចាធ្វើកិច្ចព្រមព្រៀងជាមួយនឹងមេចុងភៅម្នាក់ដើម្បីរៀបគម្រោងអាក្រក់អ្វីមួយថ្ងៃបន្ទាប់គឺថ្ងៃអង្គារបាជីបានចាប់ផ្ដើមយល់ច្បាស់អំពីរបៀបប្រើវេទមន្តហើយគេដឹងថាគន្លឹះសំខាន់គឺការកណនាធម្មពលនិងពេលវេលាបញ្ចេញឲ្យត្រូវខណៈដែលបាជីកំពុងតែហាត់យ៉ាងខ្លាំងក្លានៅក្នុងបន្ទប់ធាតុមិត្តភ័ក្តិរបស់គេឯណោះវិញកំពុងតែវេទនានឹងការហាត់និងការរត់ហាត់កម្លាំងការវឹកហាត់ចេះតែបន្តរហូតដល់ថ្ងៃបន្ទាប់ទើបស្ពេចនិងមិត្តភ័ក្តិបានមកបបួលបាជីទៅញ៉ាំបាយល្ងាចជុំគ្នាបន្តវិភាគមុនមកដោយការគិតអញ្ចឹងណាបាជីបានបដិសេធមិនទៅញ៉ាំជាមួយនោះទេដោយយកលេសថាចត់រវល់ត្រូវទៅផ្ទះមុនប៉ុន្តែទោះជាមិនបានទៅក៏គេនៅតែមានចិត្តល្អដោយបានខ្សឹបប្រាប់អំពីកន្លឹះសម្ងាត់ខ្លះៗទៅកាន់មិត្តភ័ក្តិម្នាក់ទៀតដែលជាអ្នកបាញ់ធ្នូធ្វើឲ្យម្នាក់នោះសប្បាយចិត្តបើមិនចិត្តនោះទេលុះដល់ថ្ងៃប្រហោះស្ពេចក៏បានសម្រេចចិត្តទៅជួបពេទ្យនៅ clinic តាមសម្ដីរបស់បាជីបានប្រាប់គ្រូពេទ្យប្រាប់ថាសំណាងណាស់ដែលមកទាន់ពួកពិនិត្យឃើញសាច់ដុំកាចមួយកំពុងតែលូតលាស់យ៉ាងលឿននៅក្នុងសួតរបស់គេពេទ្យប្រាប់ឲ្យប្រញាប់ទៅវះកាត់នៅពេទ្យធំជាបន្ទាន់ដើម្បីយកវាចេញពេលដែលចេញមកវិញស្ពេចនឹកឃើញដល់សម្ដីរបស់បាជីភ្លាមហើយឆ្ងល់យ៉ាងខ្លាំងថាមិនបានជាបាជីដឹងរឿងនេះធ្វើឲ្យបាជីកាន់តែមានអាចកំបាំងថែមទៀតស្រាប់តែពេលនោះស្ពេចបានលើសងមួយក្រុមនិយាយដាមហុងពួកគេនិយាយថាហុងឥឡូវនេះគឺឡើងដល់កម្រិត E4 ហើយដោយសារគ្រួសារវាមានរូបភ្នំផ្ទាល់ខ្លួនឲ្យហាត់អ្វីដែលធ្វើឲ្យស្ពេចកាន់តែភ័យនោះគឺពួកវាលួចនិយាយគ្នាថាហុងកំពុងត្រៀមគម្រោងស្ទាក់វេបាជីក្រោយចេញ
ពីសាលាដើម្បីសងសឹករឿងការពីចុងសប្តាហ៍មុនមិនត្រឹមតែវិញនោះទេអាហុងវាថែមទាំងមានបំណងចង់សម្លាប់បាយីចោលទៀតផងដោយមានត្រៀមអាវុធជាប់ខ្លួនទៀតដែលក្តីបារម្ភអំពីមិត្តភ័ក្តិស្ពេកក៏រត់យ៉ាងលឿនទៅក្នុងសាលាក្នុងចិត្តគិតថាខ្លួនឯងខ្សោយណាស់ទៅជួយបានបច្ច័យអីប៉ុន្តែនឹកឃើញទៅដល់បាយីបានជួយសង្គ្រោះជីវិតគាត់រឿងសួតនោះក៏បានចាត់ទុកបាយីដូចជាបងប្អូនបង្កើតហើយហ៊ានបន្ថយជីវិតដើម្បីជួយបើសម្រេចចិត្តទៅកោះឃ្លាំងអាវុធរបស់សាលាទាំងបំពេញច្បាប់ពេលកចូលបានហើយស្ពេចក៏ស្ទុះយកបថៅដ៏ធំមួយកំពុងតែរើសស្រាប់តែជីអានមកតន់ហើយសួរថាឯងចូលមកធ្វើអីស្ពេចគ្មានពេលបញ្យល់ច្រើននោះទេគេក៏បានស្រែកដាក់ជីអានថាខ្ញុំត្រូវប្រញាប់ទៅជួយសង្គ្រោះជីវិតរបស់បាយីងាកមកមើលបាយីវិញគេដឹងខ្លួនច្បាស់ថាគេកំពុងតែមានអ្នកកំពុងលួចតាមអីចឹងណាគេក៏បានដើរចូលទិញផ្លូវតូចមួយរួចឈប់ចាំហើយស្រែកហៅឲ្យចេញមកហងក៏បានដើរចេញមកជាមួយនឹងដាវក្នុងដៃមុខកាចដូចជាយក្សដែលប្រាប់ថាថ្ងៃនេះមកទូទាត់បញ្ជីចាស់បាយីងាកមកសួរទាំងហួសចិត្តនិងអាណិតថាឯងគិតថាមានសមត្ថភាពឈ្នះយើងដែរអីអហងជឿជាក់លើខ្លួនឯងខ្លាំងណាស់ព្រោះវាបន់ហាត់ឡើងខ្លាំងវាប្រើជំនាញបង្កើនល្បឿនស្ទុះចូលទៅវាយនិងប្រើជំនាញលោតទៅពីខាងក្រោយខ្នងបាយីទៀតប៉ុន្តែសម្រាប់បាយីល្បឿនប៉ុណ្ណឹងគឺស្ពៃពីវិធានវាយឺតខ្លាំងមែនទែនមុនអាហុងអាចវាយត្រូវបាយីបានគេផុតយ៉ាងលឿនហើយចាប់អាហុងបោកខ្ទប់ទៅនឹងដីមួយទំហឹងតែម្ដងអាហុងដុតដង្ហើមធំទាំងឈឺចាប់ព្រោះដឹងច្បាស់ថាដៃរបស់គេបាយីនឹងគឺធ្ងន់ជាខ្លួនឆ្ងាយណាស់វាហាក់បីដូចជាមិនគួរឲ្យជឿសោះប៉ុន្តែបាយីបានប្រាប់ថាកុំស្មានថាមានតែឯងឬក៏មកគិតថាឯងនេះខ្លាំងជាងគេអីគេក៏មានពេលហាត់ដូចជាឯងអញ្ចឹងដែរនិយាយចប់គេក៏គ្រូវីដែររបស់គេទៅលើក្បាលរបស់អាហុងមួយទំហឹងធ្វើអាហុងភ័យលុះព្រលឹងនឹងទទួលស្គាល់ថាបាយីពិតជាខ្លាំងជាងខ្លួនដាច់មែនទោះបីជាអាយុស្មើគ្នាក៏ដោយអាហុងនៅតែមិនណល់ចិត្តនោះទេក៏បានសួរទៅកាន់គេដោយស្រែកថាឯងកម្រិតប្រមាណហើយមិនក៏លឿនម្លេះខ្ញុំហាត់សឹងស្លាប់ទើបបានឡើងកម្រិត4តែឯងបើជាខ្លាំងជាងខ្ញុំទៅទៀតបើយើងញញឹមហើយសួរទៅវិញមួយម៉ាត់ថាចុះឯងធ្លាប់ស្លាប់ទេអាហុងស្មានតែគេឌឺក៏បានស្រែកវិញបើខ្លាំងសម្លាប់ឬក៏ធ្វើទរណកម្មអញមកកុំទុកអញឲ្យនៅខ្មាស់គេប៉ុន្តែបាយីបែរជាប្រាប់គេថាមិនបានស្អប់អាហុងដល់ថ្នាក់នឹងឡើយពូលហេតុដែលគេមិនសម្លាប់ព្រោះគេពេញចិត្តនៅចរិតរបស់ហុងត្រង់ថាហ៊ានមកទល់មុខត្រង់មិនលួចវាឆ្មក់ពីក្រោយនិងមិនហៅបាក់ពួកមកឡំពាត់នេះបញ្ជាក់ថាអាហុងគ្រាន់តែចង់សាកកម្លាំងតែប៉ុណ្ណោះប៉ុន្តែអាហុងវិញនៅតែរឹងទទឹងប្រាប់គេឲ្យសម្លាប់គេចោលតែម្ដងទៅបាជីក៏បានចាប់ផ្ដើមធុញនឹងចរិតរបស់វាស្របពេលនោះផងដែរស្ពេចនិងជីអាបានមកដល់ដែរតែពួកគេពួនលួចមើលពីចម្ងាយពួកគេភ្ជាប់អោនណាស់ដែលឃើញបាជីអាចផ្ដួលអាហុងបានយ៉ាងងាយដោយមិនចាំបាច់ឲ្យពួកគេជួយឃើញអាហុងនៅស្ងៀមហើយគេក៏បានផ្ដល់សំណើមួយគេប្រាប់អាហុងថាយើងមានវិធីជួយឲ្យឯងកាន់តែខ្លាំងជាងនេះទៅទៀតប៉ុន្តែជាថ្នមមកវិញឯងត្រូវធ្វើរឿងមួយឲ្យយើងព្រឹកថ្ងៃបន្ទាប់គឺជាថ្ងៃសុក្រដែលជាថ្ងៃប្រឡងសាកល្បងសមត្ថភាពលោកគ្រូបានប្រមូលសិស្សទាំងអស់មកជុំគ្នាហើយប្រកាសថាទោះបីនេះគឺជាការសាកល្បងប៉ុន្តែយើងនឹងចុះទៅក្នុងរូងភ្នំមែនទែនទោះបីជាធម្មពលក្នុងរូងភ្នំត្រូវបានគេបិទខ្លះហើយក៏ដោយក៏នៅតែមានសត្វចម្លែកគ្រោះថ្នាក់ច្រើនដែរដូចនេះហើយដើម្បីសុវត្ថិភាពសាលាបានចាត់ឲ្យសិស្សច្បងវិទ្យាល័យមកជួយធ្វើជាអ្នកការពារពួកសិស្សច្បងនឹងមិនជួយវានោះទេគឺចាំតែជួយពេលណាដែលគ្រោះថ្នាក់ដល់អាយុជីវិតតែប៉ុណ្ណោះបន្ទាប់មកលោកគ្រូបានប្រកាសថាសិស្សត្រូវបានចែកជាក្រុមគ្នាពី4ទៅ5នាក់ដែលមានសិស្សច្បងម្នាក់ជាមេក្រុមពួកគេអាចជ្រើសរើសចូលរួមភ្នំកម្រិត E ឬក៏កម្រិត F ប៉ុន្តែលោកគ្រូផ្ដាំថាកម្រិត E គឺពិបាកណាស់បើមិនខ្លាំងកុំប្រថុយព្រោះបើបរាជ័យនឹងត្រូវដកពិន្ទុគ្រូសូមឲ្យអ្នកដែលចង់ចូលកម្រិត E លើកដៃឡើងមានតែសិស្ស8នាក់ប៉ុណ្ណោះដែលហ៊ានលើកដៃនៅក្នុងនោះក៏មានឈីអាននិងហុងផងដែរស្ពេចឃើញចឹងក៏ឡំមកថាពួកនេះឈួតអស់ហើយហ៊ានលេងជាមួយនឹងកម្រិត E ទៀតក្នុងចំណោមសិស្ស180នាក់មានតែ8នាក់ទេដែលហ៊ានគ្រូក៏បានប្រាប់ថាអ្នកដែលមិនលើកដៃនឹងត្រូវចាប់គូចូលកម្រិត F ដោយស្វ័យប្រវត្តិឈីអានឆ្ងល់ថាម៉េចក៏បាជីនឹងអត់មានលើកដៃអញ្ចឹងស្រាប់តែបាជីដើរទៅលោកគ្រូហើយប្រាប់ថាលោកគ្រូខ្ញុំសូមប្រឡងចូលក្នុងកម្រិត D របស់សាលាវិញដោយនេះបានធ្វើគ្រប់គ្នាមានការគាំងស្ងាត់ជ្រាបលោកគ្រូសម្លឹងមកមុខបាជីទាំងហួសចិត្តចំណែកអាហុងនិងឈីអានវិញបើកភ្នែកធំគ្រូស្មានថាបាជីនិយាយលេងក៏បានបដិសេធភ្លាមថាកុំចេះតែនិយាយលេងអីគ្មានសិស្សថ្មីណាចូលដល់កម្រិត D កើតនោះទេប៉ុន្តែបាជីនៅតែធ្វើមុខមាំបញ្ជាក់ថាគេគឺអត់បាននិយាយលេងសើចឡើយភ្លាមនោះនាយកសាលាឈ្មោះហុងលៀងក៏បានដើរចូលមកបញ្យល់ថាកម្រិត D គឺបុគ្គលថ្នាក់ខ្លាំងណាស់ជាធម្មតាទុកសម្រាប់តែសិស្សវិទ្យាល័យដែលខ្លាំងប៉ុណ្ណោះបាជីមិនខ្លាចទេគេក៏បានតបទៅវិញថាច្បាប់សាលាអនុញ្ញាតឲ្យសិស្សរើសកម្រិតដែលខ្លួនឯងតើអីគោលបំណងសាលាគឺចង់រកសិស្សពូកែដែលមានទាំងកម្លាំងនិងភាពក្លាហានដើម្បី
ដើម្បីឲ្យចូលក្រុមទេវតាហើយចុះបើលោកនាយកហាមខ្ញុំបែបនេះតែខ្ញុំមិនចេញសមត្ថភាពមិនកើតឬសម្ដីបាជីមានហេតុផលលោកនាយកក៏បានទុនចិត្តបន្តិចតែគាត់ក៏លើកបញ្ហាមួយទៀតមកនិយាយគឺការចូលរួមភ្នំត្រូវតែមានការចូលជាក្រុមបាជីឆ្លើយភ្លាមថាខ្ញុំអាចចូលម្នាក់ឯងបានលោកនាយកខំម្ដងទៀតហើយប្រកាសថាច្បាប់សាលាហាមដាច់ខាតមិនឲ្យសិស្សចូលតែម្នាក់ឯងនោះទេដើម្បីសុវត្ថិភាពស្រាប់តែពេលនោះឈីអានបានលើកដៃឡើងហើយប្រកាសយ៉ាងជឿជាក់ថាអញ្ចឹងខ្ញុំសូមចូលរួមកម្រិត D ដែរលោកនាយកកាន់តែឈឺក្បាលព្រោះបារម្ភខ្លាចមានរឿងអីមិនដឹងប្រាប់ឪពុកនាងថាម៉េចគាត់ក៏បានសួរថាឈួតហើយអីប៉ុន្តែឈីអាននៅតែរឹងទទឹងដោយអះអាងថានាងចង់បាត់បន្ទុកខ្ពស់ដែរហើយចង់សាក់លបងសមត្ថភាពរបស់ខ្លួនឯងផងនិយាយចប់នាងក៏បានងាកមកនិយមដាក់បាជីហើយសូមចូលរួមក្រុមជាមួយបាជីបានបដិសេធឈីអានត្រង់តែម្ដងដែលប្រាប់ថាគេមានគម្រោងចូលទៅសម្អាតរួមភ្នំនេះតែម្នាក់ឯងទេមិនទាន់ទទួលឱកាសឲ្យឈីអានតូចចិត្តផងលោកគ្រូក៏បានដើរចូលមកហើយដាក់ដៃទៅលើក្បាលអ្នកទាំងពីរក៏បានប្រាប់ថាការបដិសេធរបស់បាជីគឺអត់ត្រឹមត្រូវនោះទេដូច្នេះក៏បង្ខំឲ្យពួកគេទាំងពីរត្រូវតែបង្កើតជាក្រុមតែមួយលោកនាយកឃើញអញ្ចឹងក៏បានដកដង្ហើមធំទាំងហូរចិត្តរួចក៏យល់ព្រមតាមសំណើនេះទាំងមិនសូវពេញចិត្តដែលរអ៊ូថាសិស្សចំនួនថ្មីនេះពិតជាមានចរិតក៏តមខ្លាំងមែនបន្ទាប់មកលោកគ្រូក៏បានលើកបញ្ហាមួយទៀតមកនិយាយដោយសារតែក្រុមរបស់ពួកគេមានគ្នាត្រឹមតែ2នាក់នោះទេហើយហ៊ានចូលទៅក្នុងកន្លែងគ្រោះថ្នាក់កម្រិត D ទៀតនោះច្បាស់ជាគ្មានសិស្សច្បងណាហ៊ានស្ម័គ្រចិត្តទៅតាមការពារឡើយកំពុងតែតតម្រេះនឹងស្រាប់តែមានដៃមួយបានលើកឡើងពីក្រុមចំណោមក្រុមសិស្សច្បងបរោះវ័យក្មេងម្នាក់ដែលមើលទៅដូចជាមានមន្តស្នេហ៍បានដើរចេញមកទាំងញញឹមហើយប្រកាសយ៉ាងផ្អែមថាផ្កានៃមិត្តភូមិតែងតែត្រូវការអ្នកណាម្នាក់ការពារជានិច្ចលោកគ្រូឃើញអញ្ចឹងក៏ធូរទ្រង់ហើយប្រាប់ថាបើមានគេទៅជាមួយក៏អាចស្ងប់ចិត្តបានខ្លះឈីអានដែលឈរក្បែរបាជីបានខ្សឹបប្រាប់ថាសិស្សច្បងម្នាក់នឹងឈ្មោះ Ziling គាត់គឺល្បីខ្លាំងណាស់ស្ទើរតែបានជាប់ចូលទៅក្នុងរៀននៅសាលាកំពូលទៅហើយពេល Ziling បានដើរមកទាំងញញឹមបាននិយាយធ្វើមុខឆ្ងល់ហើយសួរត្រង់ថាសាលាកំពូលនឹងស្អីគេហើយឯងនឹងជានរណាយើងមិនដែលឮឈ្មោះឯងផងនឹងល្បីមិនកើតសម្ដីនេះបានធ្វើឲ្យ Ziling គឺក្តៅសឹកជាខ្លាំងមែនទែននៅក្នុងចិត្តអីគឺម៉ៅមែនទែនមកដោយគិតថាបាជីគាត់តែជាមនុស្សល្ងងដែលចង់សម្លែងរកពីតែប៉ុណ្ណោះពេលដែលក្រុមទាំងអស់រៀបចំរួចរាល់លោកគ្រូក៏បានប្រកាសចាប់ផ្ដើមការសាកល្បងជាផ្លូវការដែលបង្កើតជាច្រកទ្វារពណ៌ក្រហមដ៏ធំមួយគាត់បញ្យល់ថាសកម្មភាពរបស់ពួកគេនៅក្នុងរូងភ្នំនឹងត្រូវបានផ្សាយផ្ទាល់ដោយយន្តហោះដ្រូនដើម្បីតាមដានរាល់ចលនាគាត់សូមជូនពរឲ្យសិស្សទាំងអស់ខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីយកពិន្ទុខ្ពស់តាមពិតទៅសាលារៀននេះត្រូវបានសាងសង់ឡើងនៅលើទីតាំងរូងភ្នំអារក្សចាស់មួយដែលគេបានបង្កើតរួចហើយយូរទៅរូងភ្នំនេះក៏បង្កើតបានជាច្រកទ្វារតូចៗជាច្រើននៅក្នុងបរិវេណសាលាដែលមានកម្រិតថាមពលពី FTD សម្រាប់ឲ្យសិស្សហាត់សមខណៈពេលដែលសិស្សដទៃទៀតដូចជាស្ពេចបានចូលទៅក្នុងច្រកទ្វាររបស់ពួកគេបាជីនិងក្រុមរបស់ពួកគេក៏បានចូលទៅក្នុងច្រកទ្វាររបស់ខ្លួនផងដែរពេលចូលទៅដល់ខាងក្នុងនឹងបាជីសម្លឹងមើលទៅដ្រូនដែលកំពុងហោះតាមថតគេដឹងច្បាស់ថាសកម្មភាពរបស់គេកំពុងតែត្រូវបានផ្សាយផ្ទាល់ដូច្នេះគេត្រូវតែចេះគ្រប់គ្រងខ្លួនឯងនិងបញ្ចេញសមត្ថភាពសម្ងាត់ទាំងអស់ឲ្យគេឃើញនោះទេជាពិសេសនៅពេលដែលមិនទាន់ដឹងថាមានគ្រោះថ្នាក់អ្វីនៅខាងមុខបន្ទាប់ពីមុនមកបាជីដឹងខ្លួនច្បាស់ថាពួកក្រុមទេវតាកំពុងតែតាមមើលគេពីខាងលើប៉ុន្តែហេតុផលតែគេចង់ហ៊ានបន្ថយចូលក្នុងកន្លែងមួយនេះគឺដោយសារតែនៅក្នុងរូងភ្នំត្បូងវិញ្ញាណនេះមានរបស់សំខាន់ដែលគេកំពុងត្រូវការខ្លាំងបំផុតក្រុមរបស់គេបានមកដល់ព្រៃងឹតឈឹងនៅមាត់ច្រាំងថ្មចោតនៅត្រង់ជើងរបស់ពួកគេមានបន្លាដើមទំពាំងបាយជូរដែលមានពន្លឺពណ៌បៃតងខ្ចីដែលជាសាកសពសត្វដែលគេទើបតែនឹងសម្លាប់បានអំបញ្ញមិញអាសិតស្បង Ziling នោះបានដើរធ្វើរឹកក្អេងក្អាងនៅកណ្ដាលបាជីនិងឈីអានគេប្រាប់កុំឲ្យបងប្អូននឹងភ័យអីអានេះវាធានាការពារឲ្យព្រោះវាធ្លាប់មានបទពិសោធន៍ចូលរូងភ្នំកម្រិត D ជាមួយនឹងអ្នកខ្លាំងច្រើនដងហើយពេលដែលចូលទៅដល់កាន់តែជ្រៅឈីអានសួរថាតើសត្វចម្លែកទាំងអស់នេះខ្លាំងប៉ុណ្ណា Ziling ប្រាប់ថាជាធម្មតាពួកវាមានកម្រិត2គឺចាប់ពី E5 ដល់ D5 ប៉ុន្តែដោយសារតែនេះគឺជារូងភ្នំសាលាពួកមេធំកម្រិត D ត្រូវបានគេបិទអស់ហើយដូច្នេះមិនសូវមានគ្រោះថ្នាក់ពេកទេប៉ុន្តែនៅតែដាស់តឿនថាកុំប្រហែសឲ្យសោះព្រោះពួកសត្វកម្រិត E ខ្ពស់ក៏ដៃធ្ងន់ណាស់ដែរជាពិសេសសម្រាប់សិស្សថ្មីដែលនៅខ្ចីវោសាដូចជាពួកនាងនិយាយរួច Ziling ក៏បានងាកទៅរកឈីអានធ្វើរឹកញ៉ែដោយសន្យាថាចាំបងជួយរកសត្វ
តូចឲ្យអូនវាយកបន្ទុកណាតែនាមឲ្យអូនមានរបួសនោះទេកំពុងតែនិយាយពោប្រាជ្ញស្រាប់តែវាងាកមកទៅឃើញបាជីដើរទៅមុខបាត់ទៅហើយដែលមានពលឺពណ៌បៃតងចម្លែកនៅជុំវិញខ្លួនទៀតស៊ូលីននឹងគឺឈរកែមួយផ្លែតឬក៏បានស្រែកហៅថាហេកុំដើរទៅឆ្ងាយពេកប្រយ័ត្នពួកសត្វចម្លែកនោះផ្អើលមកខំងាប់ឥឡូវហើយបាជីក៏បានឈប់ដើរហើយងាកមកតបត្រង់វិញថាឯងនេះមាត់ច្រើនម្ល៉េះសម្ដីនេះបានធ្វើឲ្យសត្វច្បងគាំងនិយាយលែងចេញបាជីញញឹមដល់ទំនុកចិត្តដោយប្រាប់ស៊ូលីនឲ្យទៅឆ្ងាយពីគេតិចទៅគេមិនត្រូវឲ្យអាប៉ែកនឹងមកជួយនោះទេស៊ូលីននឹងឈីអានបានត្រឹមតែឈរមើលបាជីដើរទៅក្នុងព្រៃតែម្នាក់ឯងយ៉ាងសង្ហាទស្សនភាពទាំងអស់នេះត្រូវបានកាមេរ៉ាដ្រូនផ្សាយផ្ទាល់ទៅកាន់សាលានៅឯសាលាណូវែងសិស្សនិងគ្រូកំពុងតែមើលតាមអេក្រង់ធំយ៉ាងយកចិត្តទុកដាក់រូបភាពក៏បានកាត់ទៅដល់បង្ហាញនៅបន្ទប់ពិសេសមួយដែលមានស្លាកថាក្រុមសាលាកំពូលឬក៏ Ultimate School Team នៅក្នុងនោះអនុប្រធានក្រុមដែលមានសក់ពណ៌បៃតងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងប្រធានក្រុមរបស់គេប្រាប់ឲ្យមេបើកមើលការផ្សាយផ្ទាល់ភ្លាមព្រោះឆ្នាំនេះមានរឿងល្អមើលណាស់គេចង់អបបង្ហាញថាមានសិស្សថ្មីម្នាក់ហ៊ានចូលទៅក្នុងរូមភ្នំកម្រិត D សម្លេងមនុស្សស្រីដែលជាប្រធានក្រុមបានសួរថាចុះសិស្សនោះមានវិជ្ជាជីវៈអីគេដែរអនុប្រធានក្រុមបានឆ្លើយទាំងសោចថានេះគឺជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍អាសិស្សម្នាក់នឹងវាគឺជាអ្នកចម្បាំងនុយក្លេអ៊ែរដែលជាវិជ្ជាជីវៈអន់បំផុតមួយទៅលើបែបនេះប្រធានក្រុមចាប់អារម្មណ៍ភ្លាមនាងចង់ដឹងណាស់ថាតើអាសិស្សថ្មីនោះវាមានស្អីពិសេសបានជាហ៊ានខ្លាំងម្ល៉េះទាំងតែខ្លួនមានវិជ្ជាជីវៈអន់សោះនឹងងាកមកមើលនៅក្នុងរូមភ្នំកម្រិត F ឯណោះវិញអាស្ពេចគឺកំពុងតែភ័យលួព្រលឹងបាត់ទៅហើយដៃរបស់គេកាន់ស្គរអង្រួនផងស្រែកប្រាប់ឲ្យសត្វចម្លែកទៅឆ្ងាយផងទាំងដែលមិត្តរួមក្រុមកំពុងតែវាយប្រហារពួកប្រជាភ្លើងយ៉ាងតានតឹងសិស្សច្បងជាមេក្រុមបានស្រែកប្រាប់ស្ពេចថាកំភៃពេកមើលទូនីតិរបស់ឯងគឺនៅខាងក្រោយចាំ support គ្នាពីចម្ងាយតើមានឲ្យចូលវេណាប៉ុន្តែស្ពេចនៅតែញ័រខ្លួនទៅត្រឹកហើយរអ៊ូថាទោះជាកម្រិត F ក៏ដោយក៏ពួកសត្វចម្លែកទាំងនេះនៅតែគួរឲ្យខ្លាចសម្រាប់គេដែរចំណែកឯនៅរូងភ្នំកម្រិត E នៅវិញស្ថានភាពកាន់តែតានតឹងជាងនឹងឆ្ងាយក្រុមរបស់អាហុងកំពុងតែវេទនាយ៉ាងខ្លាំងក្នុងការប្រយុទ្ធជាមួយនឹងសត្វចចកកាចគ្នារបស់គេខ្លះររបួសដេកដួលពេញនឹងតម្រូវឲ្យគ្រូពេទ្យប្រចាំក្រុមនឹងជួយព្យាបាលឃើញកូនក្រុមទប់មិនជាប់បែបនេះអាហុងចាប់ផ្ដើមក្តៅស្លឹកជាដោយសារតែចិត្តចង់ឈ្នះចង់ចាញ់ជាមួយនឹងបាជីផងអាហុងក៏ប្រកាសថាបើពួកឯងវាមិនកើតនោះទេថយទៅចាំយើងវាម្នាក់ឯងថាហើយគេក៏បានស្ទុះទៅវាជាមួយសត្វចចកនោះយ៉ាងកំរោលហើយស្រែកថាគេនឹងយកឈ្នះបាជីឲ្យបានពេលវានោះបងអួចពណ៌ក្រហមមួយបានលេចឡើងបង្ហាញថាអាហុងកំពុងតែប្រើជំនាញពិសេសដែលបង្កើនកម្លាំងវាយនឹងបឺតឈាមសត្រូវដើម្បីរុញច្រានខ្លួនឯងឲ្យដល់កម្រិតកំពូលកាត់មកមើលនៅក្នុងរូងភ្នំកម្រិត D របស់បាជីនៅវិញគឺខុសគ្នាដាច់បាជីតែបញ្ចេញក្បាច់ពិសេសពណ៌បៃតងមួយវាកាត់ខ្យល់សម្រាប់សត្វចម្លែកងាប់កជើងគ្នាពេញនឹងឈាមហូរពេញដីប្រព័ន្ធលោកប្រាប់ទៀតថាគេទទួលបាត់បន្ទុក30អំពីសត្វមួយក្បាលមើលរូងក្រុមរបស់គេគឺស៊ូលីងនិងឈីអានបានត្រឹមតែឈរមើលពីចម្ងាយទាំងហាមាត់ចហរតែម្ដងស៊ូលីងក៏បានសួរទាំងទៅដិតថាមិនក៏ខ្លាំងម្ល៉េះមិនទាន់បានព្យាផ្អើលផងនឹងស្រាប់តែមានអាពីងពីងភ្នែកច្រើនពីក្បាលចូលមកវាយបើជីគឺគ្មានបញ្ហាសម្រាប់គេនោះទេបែរមកបញ្យល់ឈីអានថាកុំភ័យពួកអសត្វទាំងអស់នេះត្រូវបានគេបត់ធម្មពលសត្វពាក់កណ្ដាលទេអញ្ចឹងហើយបានជាគេវាយស្រួលបែបនេះឈីអាននៅតែសរសើរមិនដាច់ពីមាត់នាងថាទោះបីជាសល់កម្លាំងពាក់កណ្ដាលក៏ដោយក៏បាជីអាចវាយពួកវាច្រើនក្បាលនៅក្នុងពេលតែមួយបានដែរបើសិនជានាងវិញគឺនៅឆ្ងាយណាស់ទើបតាមទាន់បាជីងាកមកប្រាប់នាងទៀតថាកុំយកខ្លួនឯងប្រៀបធៀបជាមួយនឹងដទៃវាគ្មានន័យនោះទេអ្វីដែលសំខាន់គឺត្រូវផ្ដោតទៅលើការពង្រឹងសមត្ថភាពរបស់ខ្លួនឯងសម្ដីនេះបានធ្វើឲ្យឈីអាសប្បាយចិត្តហើយញញឹមដាក់គេប៉ុន្តែអាសើច្បងស៊ូលីណូវិញគឺឈមមើលទាំងមុខកញើព្រោះចំណែនដែលឃើញក្មេងថ្មីមកធ្វើសង្ហាយកមុខបែបនេះដោយចង់បញ្ជាក់ថាខ្លួនឯងក៏ជាមេស៊ូលីងក៏បានដើរមកចិត្តហើយយកដៃទៅអង្អែលសក់របស់បាជីក្នុងន័យមើងងាយឬក៏បានដាស់តឿនថាកុំអាងខ្លួនឯងខ្លាំងពេកអាក្អូននេះគ្រាន់តែជាការចាប់ផ្ដើមនៅក្នុងរូងភ្នំទេរូងភ្នំនេះនៅមាន3ជាន់ទៀតឯណោះមិនមែនស្រួលដែលឯងគិតឡើយអាក្អូនស៊ូលីងចង់ធ្វើជាមេកោយក៏បានចាប់ផ្ដើមវិជាយុទ្ធសាស្ត្រដែលប្រាប់ឲ្យឈីអានទៅដោះស្រាយជាមួយនឹងសិទ្ធិចម្លែកនៅខាងស្ដាំប៉ុន្តែមិនទាន់តែបាននិយាយចប់ផងនឹងបើយើងកាត់សម្ដីថាខ្ញុំទៅខាងឆ្វេងឬក៏បានដោតចេញទៅធ្វើមិនដឹងទុកឲ្យអាស៊ូលីងនឹងគឺនៅឈរគាំងឥឡូវនេះពួកគេកំពុងតែឈរនៅក្នុងរូងភ្នំធំមួយដែលពោពេញទៅដោយសាកសពសត្វងាប់ហើយនៅខាងមុខមានផ្លូវបំបែកជាពីរនិងមានត្រាវេទមន្តពណ៌ក្រហមមួយកំពុងតែលោតភ្លឹបភ្លែតនៅចុងរូងភ្ន
มโดยสารแต่เคยบาจีมันฟอลปีสันเดย์ระบบล้วนหายบาจีในใจชลอนชลอยจมูกหนึ่งชีอันทั่วเอาซิลีนั่นคือการตะขังบาจีสูชีอันถาเลี้ยงเฮียนแต่ข้างสดามดับใบสำหรับสัตว์จำไล่กำลังเตียบเนื่องแต่มันในไอออดซิลีบานตรมแต่ชมเมื่อได้กัดนุ่งจัดถาอามวยนี้อดเจกรบเซิร์ชบองซอมองบาจีบานเป็นโยลปรับชีอันถาการประลองนี้คือดับใบสารละบองสมรรถเพียบเรียงคลุนโดยชนะเนียนไตรตาเฮียนบรรเจาปีกำลังระบบคลุนไอคือสู้เนียงมวยมัดอย่างใครถาเนียงจังบานประตูละอ้อดก่อนแต่ลือปนนังเฮาชีอันมีกำลังจัดเพลียมเด็ดเฟิร์มม้อมแต่งชลอยถาจมโยลหายชมไอเฟิร์วีบานใบใจคเนรุ่ยบาจีกับบานดาวตะคานชเวงแต่มันในไอจำในไอชีอันหนึ่งซิลิงกับบานดาวตะคานสดำเป้กระโปรงดาวซิลิงบางเยอะมือขนองแต่บาจีแต่มุกโยดอยกำหังขนองจัดบอเวียคือกัดถาบานยิสรูมสดับเตตแต่เอาเรียมเมเรียนทุนบดองหายซิลิงลุยดอธนูปอมีเชนโมดอยมีบุญน้องอักระจอนเฟิร์บาจีกัดบอเมอร์ในประตูสายตัวอันนอเวนครูหนังเสือกระโปรงแต่เมื่อกาบไซป์ตัวระบบบาจีแต่มีกาบเชฟอัลกิเคยบาจีเวปัวสัจจำไลกำรัดอีงอบโดยจิตละอัดตายมาดองเนะเมื่อมันเนะลอมอดถามมันกู้เชื่อซอเวมือเพลสสำหรับบานปนนังบัดกลุ่มเนะเตียกับบาสูทัตบาจีนั่งกำรัดประมาณกลุ่มเตียกับบานชลาวขนมระบายการดัดทาอีมวยเตะปนแต่บานมวยตามเจสได้ประหารจีอีใบหรือขออีบุญให้สระเปนูบาจีกระโปรงแต่ประยุทธ์จมูกหนึ่งสัตว์ปิงเปียงแยะในขนมเพลระบอกเกกลุ่มดับบานทลบเมื่อมีการเชฟเอาดังคล้วนบานประโยชน์ปรับเกไอถาการดับบาจีเอาชีอันแต่ข้างสดามเหมือนแมนเจแต่เอาเตนูคือเกมเป็นกำรงฉบับหลวงบาสังเกตเคยถาชีอันเป็นเทียดพกาโดยชนะห้อยบาเนียนตะคางสดำได้สัมโบสัจำไลจันเทียดพกาเนียงหนึ่งเป็นเปรียบเชียงครูนงเทศศาสตร์ถาบาจีปอชลัดเมนเจ้ามือขบวนเทียดหนึ่งเรียบจำยุทธศาสตร์บาลอตัวบริษัทในขนมกระดาษศาสตร์ต่างตังก็ได้โดยนักเคยดอกเปียสัญญาบอกบาจีได้ถาหนึ่งมันทัวครูเคาะเจ็ดหรือครูบาลในช่วยนักได้โมตนาเพียบปรากฏเดินฉบับถาขมิ้นปรมาเนี่ยนี่มันแมนเจตอ้วนอุติก็กบาลสำลังเมื่อตะเลยไอ้ครั้งโดยการจับอารมณ์จังดังถาตาเสระบอกดในทัวไว้ประตูตีดบรรทบหมกรูปเพียบกับบางปองห้าอย่างปีการวิเพียระบบลูกครูถาวิกิจการเปิดตามปัดนูคือถาบาจีบาสังเกตเคยตั้งปืนในบ่มงบอลและถารุ่มพนมทางสนามนูคือสมบูรณ์ตลอดสัจจำไลประเภทพกายเกดังถาปุเวียมีนกำรัดเตียบโดยใช้วิสาสมบัมพอดสำหรับชีแอนปรูเนียงมีนเทียดได้สังกัดปุเวียบานเงี่ยมองเมินในอาชีแอนแนวเว้งไปดาตามเพลนูเตอร์เนียงกับบานปฏิเคยในสัจจำไลมวยดอทมเรียงโดยก่อนลาดมีนจำในปอสวายผลิตใจจังก่อนแต่เคยเนียงเพลียมอาซานูกับบานสตูโมเวปรหายางกุมเราเนียงมีนปฏิกรรมยางรหับพอได้เดียงเตียได้ตลอดได้ปราบวิตามินกุมเพลียมดอยสไลถาเจนเจียงวัวสลับตำบินวัวเป็นลาทมดอกเจนปิดได้ยางเลื่อนแต่รวมปอดสัจจำไลนูจวบตุใบจิจับเวียบานหายขดายก่อชีอันในทะเบียนเจนตักมุกปรังไพรหนึ่งตังจัดอย่างคลั่งเนียงบานสไลบัญชีออยวอบันลานูรัดซัดนูออยคลังวัวก่อได้แต่บตอรัดอาศัยกันละแยกนูรอโฮดอลใบสมบูชิมโฮหายแถมทะเบียนเจนจิตโพลดาเวียเตียดที่บำพอดซัดนูกับบานเด็กซองงบตื้อประปอนบานลบปรับเนียงถาเนียงบานสำหรับซัดกำรัดอีบานสำรัดในตัวบ้าน30ปันตุชีอันกระดับได้ยาสบายเชิดมุกเนียงคือโปเป็นต่อยโมตนาเพียบหาล้อมมดถาเย่ชมฟื้นวีบานให้ปีจำง่ายอันนอเวงบาจีได้ชอเมื่อเนียงได้เป็นเช็ดที่กัดสมก็เคยถาพวกครูทมบตัวใบเชื่อในกำรัดอีก็ได้ก็มีมูลฐานคลังพองได้แจ๊สได้โดยจะชีอันในเชิงเนียงเจ็บปลารุกเชียดบังการบานจะเชื่อจนเชียงวอปลบาจีรู้จักสายในนงจัดถาสำหรับเลือกตีมวยให้ได้โชว์รูปพนมเนียงคือปัจจุบันบานละอ่อนนะคือเนียงเบียนจัดสงบไปบานชูสัตว์กาดมันเติมแต่ปนอเนียงฉลาดนะได้เชื่อปลาจมเนียงจนเชียงดูมันแมงกรอนแต่เชียกาเปคลุนปนอเต้ปแต่ปลาดับใบจับสัตว์เนื่องบังการจีกันไล่สำหรับเบียบานติดพงบาจีโยธาเนียงคือปัจจุบันดองในโครงการประยุทธ์ปีกุมนัดบรรทบปีเคยแต่ชีอันไอเมื่อแท็กลุนไอบานห้อยบาจีกับบางเยียแต่จับอารมณ์แต่เลตราปกระหอมดอทมได้กระโปงแต่พลื้ในจงรุมพนมระบอกเกวิงเนยจงเวนตราดูมีอันดับเพลิงปรามปกระโปงแต่แฉบาจีกระถาสัจจำไลกำรัดดีได้เกบัดในขนมรุมพนมนี้ประกอบเชนเนยปีกร้อยตราในห้อยได้สาชีอันกระโปงแต่จบได้วิสัตในขนมรุมพนมระบอกเนียงบาจีมีเปรย์กรุบกรอนนำไปประดับอารมณ์แต่เลอเมทอมนูวิงไปได้โชว์ตัวการจัดตรานูห้อยบาจีจับดามกึดรกระเบิดกิจเจตถาเกหนึ่งอาโจเป็นตุกขบวนบ้านหายแถมแต่ไอแหลกกำบังกำลังเปิดบอกเกมันเอาโดรนท
ថតដឹងទៀតផងបន្តពីភាពមុនមកនឹងបាយីដឹងថាតែប្រយ័ត្នខ្លួនជាពិសេសព្រោះចំពោះមុខគេគឺជាត្រាវីតាមីនដ៏ខ្លាំងមួយដូច្នេះគេត្រូវគិតគូរឲ្យបានល្អិតល្អន់មុននឹងធ្វើសកម្មភាពងាកមកមើលខាងក្រោយឲ្យនៅវិញអាសិតច្បង Zilling ថតមើលទាំងក្តៅក្រហាយក្នុងចិត្តវាខឹងខ្លាំងណាស់ដែលឃើញពួកសិស្សប្អូនមិនគោរពមិនខ្វល់អំពីវាបន្តិចសោះដោយសារតែចង់ឌឺផងនៅចង់ធ្វើបាបផងវាគិតថាបើពួកឯងពូកែម្លេះចាំអញដាក់របស់ខ្លាំងឲ្យលេងហ្មងភ្នែករបស់វាសម្លឹងមើលទៅលើត្រាវីតាមីននៅក្នុងរូងភ្នំធំរួចក៏លួចទៅពីក្រោយខ្នងឈីអានវាបានទាញធ្នូមាសចេញមកតែមិនមែនតម្រង់ទៅរកសាច់ចម្លែកនោះទេគឺវាបែរជាតម្រង់ទៅរកដីនៅពីមុខនាងទៅវិញញញឹមជងមាត់បែបពូពោឬក៏បានប្រកាសថាសាក់លេងអានឹងម្ដងមើលនិយាយចប់វាក៏លែងព្រួញចេញទៅព្រួយនោះបានបុកដោយផ្ទុះភោងយ៉ាងខ្លាំងបង្កើតបានជារណ្ដៅដ៏ជ្រៅនិងងងឹតមួយនៅចំពោះមុខឈីអានភ្ញាក់ព្រឺតងាកមកសួរទាំងឆ្ងល់អស្លីងបានធ្វើមុខស្លូតហើយក៏ហក់ថាអត់ទេបងគ្រាន់តែចង់ជួយបន្ថែមធម៌ពលឲ្យអូនតើស្រាប់តែមិនទាន់បាននិយាយផុតសម្ដីផងនឹងមានសម្លេងក្រហមយ៉ាងខ្លាំងចេញពីរណ្ដៅនោះមិនយូរប៉ុន្មានសត្វតោក្បាលពីរដ៏ធំបានមានពលឺភ្លឺចែងចាំងបានលោតចេញមកក្រៅហើយស្ទុះមករកឈីអានយ៉ាងលឿនគួរឲ្យខ្លាចប្រពន្ធបានបង្ហាញថានេះគឺជាសត្វតោក្បាលពីរថ្នាក់Dកម្រិត11ដែលមានចរិតកាចសាហាវណាស់ការលេចចេញភ្លាមរបស់សត្វកម្រិតខ្ពស់បែបនេះធ្វើឲ្យឈីអានភ័យគាំងធ្វើឲ្យលែងចេញចំណែកឯបាយីណូវិញគ្រាន់តែមានអារម្មណ៍ថាមានធម៌ពលចម្លែកកាត់ឡើងខ្លាំងក៏ងាកមកមើលភ្លាមពេលនោះសត្វតោពីរក្បាលបានក្រហមហើយខ្លួនរបស់ពួកវាបានផ្ទុះចេញអំពីអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារភ័យខ្លាចឈីអានប្រឹងលើកដៃប្រើវ័របន្លាទៅខាត់វាតែភ្លើងរបស់តោនោះវាខ្លាំងពេកឆេះវ័រនាងខ្ទេចខ្ទីអស់គ្មានសល់ពេលផ្លែបោចំហអត់តោនោះក៏បានលោតហក់ទៅរកនាងទាំងហាមាត់ដ៏ធំត្រៀមនឹងខំលេបនាងតែម្ដងឈីអានគិតថាលើកនេះចប់ហើយជីវិតរបស់នាងនេះអាសេលេណូឈមមើលពីចម្ងាយទាំងញញឹមពេញចិត្តហើយលើកធ្នូត្រៀមបន្ថែមទៀតប៉ុន្តែនៅប្រហែលនាទីចុងក្រោយតោហៀបនឹងខំនោះហើយបែរជាបាជីបានបោកជំនាញបង្កើនល្បឿនដែលធ្វើឲ្យល្បឿនរបស់គេគឺកាន់ឡើង 50% ភ្លាមគេស្ទុះទៅមុខលឿនដូចជាផ្លេចបន្ទោទៅស្ទាក់ផ្លូវសត្វកំណាចនោះល្បឿនដ៏លឿននេះបានធ្វើឲ្យស៊ីលីងភ្ជាប់ឲ្យជាខ្លាំងក្នុងមួយពិភពភ្នែកបាយីបានរុញឈីអានចេញពីគ្រោះថ្នាក់គេប្រើល្បឿនកិច្ចអំពីការវាយប្រហាររបស់តោហើយឆ្លៀតឱកាសវាយក្បាលវាមកដល់យ៉ាងធ្ងន់កម្លាំងនេះក៏បានធ្វើឲ្យសត្វតោដ៏ធំនោះរង្គើថយក្រោយបាយីលុតចុះមកឈរពាំងនៅកណ្ដាលរវាងសត្វតោនិងឈីអានដូចជាវីរៈបុរសកំពុងការពារស្រីស្អាតអញ្ចឹងបាយីឈរការពារខ្លួនដោយការដាយធំជាប់នៅក្នុងដៃទាំងមានអារម្មណ៍ថាភ្ជាប់អោននឹងល្បឿនដ៏លឿនរបស់សត្វចម្លែកថ្នាក់Dនេះគេដឹងថាលើកនេះប្រកាសជាតានតឹងហើយចំណែកអាសេលីងនៅវិញឈរញញឹមយ៉ាងពុះពុលនៅមើលពួកគេវាស្គាល់រូងភ្នំនេះច្បាស់ណាស់ហើយវាដឹងថាទោះបីជាសត្វភាគច្រើនត្រូវបានគេបិទមែនតែតែងតែមានសត្វតោក្បាលពីរមួយក្បាលដែលរួចខ្លួនវាជឿជាក់ថាទោះបីជាសិស្សថ្មីខ្លាំងប៉ុណ្ណាក៏ដោយក៏គ្មានផ្លូវឈ្នះសត្វថ្នាក់Dពិតប្រាកដបានទេតាមពិតទៅសត្វតោនេះគឺខ្លាំងខុសពីធម្មតាក៏ដោយសារស្នាដៃរបស់សេលីងនឹងឯងវាបានប្រើជំនាញពិសេសរបស់វាដើម្បីបន្ថយទម្ងន់សត្វតោធ្វើឲ្យតោនោះលឿនជាងមុននិងវាយប្រហារបានខ្លាំងជាងមុននិងឆ្ងាយជាងមុនមិនតែប៉ុណ្ណោះតោនោះកំពុងស្ថិតនៅក្នុងភាពឆេវឆាវដែលធ្វើឲ្យកម្លាំងវាគឺកើនឡើង 10% និងល្បឿនកើនឡើង 50% ថែមទៀតគឺស្ត្រីខ្លាំងបែបនេះហើយបាជីចាប់ផ្ដើមបារម្ភគេកាន់ដៅរបស់ឪពុកគេជាប់ហើយគិតថាប្រហែលជាត្រូវបញ្ចេញកម្លាំងទាំងអស់ដើម្បីរស់ហើយមើលទៅគេងាកទៅប្រាប់ឈីអានឲ្យថយទៅកន្លែងសុវត្ថិភាពព្រោះនាងមិនអាចទប់ទល់នឹងសត្វតោនេះបានទេឈីអានខឹងនឹងខ្លួនឯងណាស់ដែលទន់ខ្សោយស្រាប់តែពេលនោះសត្វតោភ្លើងដ៏ធំសម្បើមបានស្ទុះមកលើអាកាសហើយតម្រង់មករកពួកគេទាំងពីរខណៈដែលបាជីត្រៀមខ្លួនទប់ទល់តែម្នាក់ឯងស្រាប់តែឈីអានធ្វើមុខមាំហើយលើកដៃស្រែកប្រាប់ប្រើមន្តអាគមចិញ្ចាំងវ័ម្ដងទៀតភ្លាមនោះវ័បលាធំបានហោបទៅរុំពាត់សត្វតោនោះជាប់នៅលើអាកាសនាងមិនព្រមឈប់ត្រឹមនឹងទេនាងបានបញ្ចេញធម្មពលបន្ថែមបង្កើតចិញ្ចាំងវ័ដល់ទៅ3ជាន់រុំសត្វតោនោះជិតឈឹងធ្វើឲ្យវាជាប់គាំងមួយកន្លែងបាជីភ្ជាប់អើនឹងកម្លាំងរបស់នាងឈីអានក៏បានងាកមកសួរថាតើខ្ញុំអាចជួយប្រយុទ្ធជាមួយបានទេខ្ញុំសន្យាថាមិនឲ្យរំខានឡើយទោះជាសត្វថ្នាក់Dក៏ដោយក៏ខ្ញុំចង់ប្រឈមមុខជាមួយនឹងវាដូចគ្នាអាសេលីងនៅវិញឈមមើលទាំងហួចចិត្តស្មានថានាងគឺឈួតហើយបាជីបានញញឹមបន្តិចហើយសរសើរថានាងសម្របខ្លួនបានលឿនណាស់ខ្ញុំស្មានថានាងភ័យទន់ជង្គង់បាត់ទៅហើយតើឈីអានឆ្លើយទាំងជឿជាក់ថាខ្ញុំខំប្រឹងដល់ថ្នាក់នេះហើយមិនអាចមកចោះចាញ់ត្រឹមនឹងទេឥឡូវនេះពួកគេទាំងពីរបានឈរទន្ទឹមគ្នាត្រៀមខ្លួនប្រយុទ្ធជាមួយសត្វចម្លែកថ្នាក់Dយ៉ាងក្លាហានឈីអានញញឹមដាក់បាជីឲ្យប្រាប់ថាខ្ញុំទុកចិត្តទៅលើលោកបើមានលោកនៅក្បែរខ្ញុំ
ដឹងថាខ្ញុំគឺមិនស្លាប់ទេបើយាយនៅតែជាមនុស្សមើងម៉ាត់គេក៏ដាស់តឿននាងភ្លាមថាកុំប្រហែសនាងទើបតែប្រើកម្លាំងអស់ច្រើនណាស់ទៅលើវល្លិ3ជាន់នោះប្រយ័ត្នអស់ធម្មពលឈីអានឆ្លើយថានាងដឹងហើយត្រង់ចំណុចមួយនេះហើយបានធ្វើឲ្យបាយាយនឹកឃើញទៅដល់រឿងការពិជាតិមុនកាលនឹងឈីអានល្បីឈ្មោះនៅវិទ្យាល័យណានាងជាកូនអ្នកមានតែចិត្តល្អរឿយៗមិនឆ្មាំងឆ្មៃហើយជាប្រធានថ្នាក់ទៀតដែលសម័យរបស់នាងគឺចង់ចូលទៅក្រុមទេវតាបាយាយចាំច្បាស់ថានាងគឺជាមនុស្សដែលទុកចិត្តបានដូច្នេះហើយទើបគេជឿជាក់ថាបើមាននាងនៅក្បែរគេនឹងអាចប្រឡងជាប់ហើយអាចលាក់បាំងកម្លាំងពិតរបស់គេបានខ្លះមិនខានចំណែកឯអាស៊ីលីងនៅវិញឈ្មោះបណ្ដាលសោះចំអកបណ្ដាលវាគិតថាពួកនេះគឺល្ងងណាស់វប្បប៉ុណ្ណឹងអាចទប់សត្វថ្នាក់នេះបានប្រហែលវិនាទីទៅវាគិតថាការប្រយុទ្ធមិនមែនអានតែចិត្តក្លាហានទេវាមានគម្រោងអាក្រក់មួយគឺចង់ឲ្យពួកគេទប់លែងជាប់ហើយអស់សង្ឃឹមស្រែកឲ្យវាជួយសិនចាំវាចេញធ្វើទៅជាទូឯកដើម្បីឲ្យអាពួកសិស្សប្អូននឹងរៀងចាននឹងជាគោរពសិស្សច្បងខ្លះមិនទាន់គិតចប់ផងអាតោនោះក៏បងក្រហមហើយបញ្ចេញកម្លាំងបំបែកវល្លិដាច់ខ្ទេចអស់ពេលសัตว์កំណាចរួចខ្លួនបាជីក៏ប្រាប់ផែនការទៅកាន់ឈីអានភ្លាមគេប្រាប់ថាគេនឹងទៅធ្វើជាធ្នាក់ដើម្បីបញ្ឆោតវាព្រោះវាជាសត្វធាតុភ្លើងហើយឲ្យឈីអានចាំឱកាសល្អវាឆ្មក់ឈីអានងក់ក្បាលយល់ពួកគេបំបែកផ្លូវគ្នាបាជីរត់ទៅមុខដើម្បីធ្វើអាតោនោះដេញតាមគេព្រោះវាស្អប់គេស្រាប់ហើយនៅពេលគេវាយវាបាញ់មិញបាជីបានរត់នាំផ្លូវវាទៅរកអានទឹកដ៏ធំមួយនៅមាត់រូងភ្នំរួចគេក៏លោតចុះទៅក្នុងទឹកអាតោនោះកំពុងតែខឹងងឹតមុខវាក៏បានសម្រេចចិត្តអត់គិតច្រើននោះទេលោតចុះទៅតាមដល់ក្នុងទឹកបាជីបានប្រើល្បឿនហើយកិច្ចយ៉ាងលឿនចំណែកឯអាតោនោះពិបាកធ្វើចលនាណាស់ព្រោះខុសកន្លែងពេលឃើញអាកាសល្អបាជីក៏បានស្រែកប្រាប់ឈីអានថាដល់ពេលហើយឈីអានបញ្ចេញវីតាមីនអាគមចិញ្ចាំងវល្លិភ្លាមពេលអាតោនោះងើបចេញពីទឹកមកវិញខ្លួនវាគឺសាមជោគធ្វើឲ្យភ្លើងរបស់វារលត់អស់លលីងកម្លាំងក៏ខ្សោយចុះវល្លិបន្លារបស់ឈីអានបានរំវាជាប់យ៉ាងណែនហើយនាងក៏បញ្ជាឲ្យវល្លិរត់វាកាន់តែខ្លាំងឬមិនរួចផែនការរបស់បាជីដំណើរការយ៉ាងរលូនតែម្ដងទិដ្ឋិជាបានពលុតភ្លើងដល់ក្តៅគគុករបស់អាតោនោះហើយធ្វើឲ្យធាតុភ្លើងនៅក្នុងខ្លួនរបស់វាគឺរលត់លែងបញ្ចេញរិទ្ធបានប្រព័ន្ធបានលំប្រាប់ថាឥឡូវនេះអាតោនោះកំពុងតែពុលទឹកផងនិងទន់ដៃទន់ជើងផងងើបរៀងរួចហើយបាជីក៏បានហក់មកលើគោកវិញកាន់ដាវយ៉ាងសង្ហាហើយប្រកាសប្រាប់ឈីអានថាអាមួយនេះគឺរត់លែងរួចហើយដល់ពេលដែលយើងត្រូវបញ្ចប់ការប្រឡងនេះដើម្បីយកពិន្ទុខ្ពស់ដាច់គេហើយចំណែកអាស៊ីលនៅវិញឈមមើលពីកន្លែងលាក់ខ្លួនទាំងកៀងយោបល់វាឆ្ងល់ថ្មិចក៏វល់តែមួយជាន់អាចខាត់អាតោនោះជាប់ទាំងតែអញខំលួចដាក់ធម្មពលឲ្យវាខ្លាំងជាងមុនហើយនឹងសម្បីតែអញក៏ពិបាកទប់ទល់ដែរជាទម្រាំពួកវាក្មេងថ្មីវាបានត្រឹមតែឈរជេរទាំងខកចិត្តនឹងខឹងងាកមកមើលនៅក្នុងបន្ទប់ផ្សាយផ្ទាល់នៅវិញពួកគ្រូនិងបុគ្គលិកកំពុងវិភាគយុទ្ធសាស្ត្រនេះយ៉ាងរំភើបគ្រូម្នាក់បញ្យល់ថានេះគឺជាតក្កវិទ្យាសាមញ្ញទេគឺយកទឹកទៅពន្លត់ភ្លើងហើយទឹកជួយឲ្យធាតុឈើនិងវល្លិរបស់ឈីអានកាន់តែស្អិតល្អគ្រូរបស់បាជីសរសើរដល់ពីមាត់ថាសិស្សរបស់គាត់គឺឆ្លាតណាស់ចេះដឹកនាំក្រុមនិងចេះកែស្ថានភាពភ្លាមដោយយកចំណុចខ្សោយរបស់ពួកសត្រូវមកវេបកវិញគ្រូសន្និដ្ឋានថាតំណែងលេខ1ប្រកាសជាបានទៅលើបាជីហើយគេរំភើបថាបាជីអាចនឹងបំបែកកំណត់ត្រាបាល់ពិន្ទុខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសាលាទៀតផងប៉ុន្តែកំពុងតែជក់ចិត្តចាំមើលបាជីសម្រាប់តោចុងក្រោយស្រាប់តែអេក្រង់ផ្សាយផ្ទាល់រលត់ឆឹងតែម្ដងអ្នកមើលគ្រប់គ្នាឆ្ងល់ថាកើតអីនឹងតាមពិតទៅក្នុងរូងភ្នំអាស៊ូលីងបានលួចបាញ់កាមេរ៉ាដ្រូននោះបែកខ្ទេចនៅលើដីវាឈរកាន់ធ្នូញញឹមបែបពឹសពុលហើយគិតក្នុងចិត្តថាបើគ្មានវីដេអូធ្វើផុសតានោះទេកុំសង្ឃឹមថាបាល់ពិន្ទុខ្ពស់ឲ្យសោះទោះជាអត់មានកាមេរ៉ាថតចុះក៏ដោយក៏ប្រព័ន្ធនៅតែបញ្ជាក់ថាក្រុមរបស់បាជីបានសម្រាប់សត្វតោកម្រិត D បានសម្រេចនឹងទទួលបាន100ពិន្ទុបាជីងាកមកសរសើរឈីអានថាធ្វើបានល្អណាស់មកពីនាងជួយទើបយើងឈ្នះវាបានអូខេអ្នកទាំងអស់គ្នាខ្ញុំសូមសន្មតថាស្លេះត្រឹមតែប៉ុណ្ណឹងសិនទៅយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ